ឋានសួគ៌ជាន់ទី9ទេវតាខ្លាំងគ្រប់គ្រងចក្រវាឡមានសេឈីមុនទៅមានមេឃប៉ុណ្ណឹងមានអីអស់ចាជារូបអារម្មណ៍នាគា3000ដើរចុះដើរឡើងដល់ទីដើមសើឈីមាគាសម្រាប់ឯងខ្លាចជាទេវតានៅសល់ការសាកល្បងចុងក្រោយទៀតលោកគ្រូការសាកល្បងចុងក្រោយជាអ្វីចុះទៅឋានកណ្ដាលនេះជារូបកាយទី9របស់ឯងនៅឋានមនុស្សឯងត្រូវឆ្លងកាត់ជីវិតនៅឋានកណ្ដាលត្រូវដឹងថាឯងមានតែ3ថ្ងៃទី3ថ្ងៃក្រោយគ្រោះហន្តរាយមកដល់បើឯងឆ្លងផុតត្រូវឡើងមកឋានសួគ៌វិញបើឆ្លងមិនផុតឯងនឹងត្រូវរលាយរូបកាយនៅទីនោះហើយសប្បាយលេងខ្ញុំទៅហើយរីករាយខឹងបារម្ភកើតទុក្ខភ័យខ្លាចកើតចាស់ឈឺស្លាប់មិនទៀងសៀវឈីជីវិតឋានកណ្ដាលមិនស្រួលដូចឯងគិតនោះទេមន្ទីរពេទ្យដុកទ័រកូនស្រីរបស់ខ្ញុំយ៉ាងម៉េចហើយជួយមិនបានទេរៀបចំបន់សពទៅដុកទ័រពេលខ្ញុំបញ្ជូនគេមកលោកធានាប្រកាសជាជួយគេបានចំណាយថ្លៃវះកាត់1 លានខ្ញុំឲ្យលោកហើយខ្ញុំខ្ចីលុយគេមកទេបើមិនប្រាប់ថាមានសង្ឃឹមលោកមិនបងប្រាក់1 លាននោះទៅអ្នកជំងឺនៅខាងក្នុងក៏ជាជីវិតម្នាក់ដែរដើម្បីប្រាក់ម្នាក់សកាទៅណាអស់ហើយអស់ប្រាក់អាចរកបានទៀតមានមនសិការគឺអាចរកប្រាក់បានកាន់តែច្រើនយ៉ាម៉េចចង់វាយខ្ញុំហ៎វាយមកចង់វាយខ្ញុំហ៎វាយមកខ្លាំងចង់ស្លាប់ហើយស្អីគេនឹងមិនកាយនៅរស់ក្រែងមកនេះឯងខ្ញុំយ៉ាងម៉េចខ្មោចស៊ីឈីកូនអត់អីទេប្រសើរណាស់តាមពិតគាត់ជាឪពុកខ្ញុំនៅឋានកណ្ដាលមើលទៅធម្មតាសោះណាស់ហើយយ៉ាងណាតែ3ថ្ងៃផុតដំណាក់កាលសាកល្បងខ្ញុំទៅវិញហើយមនុស្សលោកមានវិធីបង្ហាញអារម្មណ៍ដូចគ្មានអនាម័យសោះមនុស្សលោកសត្វលោកអីស៊ីឈីកូនស្លាប់ប្រហែលថ្ងៃហើយឯងប្រកាសជាឃ្លានណាស់ហើយណាតោះពុកជូនទៅញ៉ាំអីល្អទេហ៎គួរឲ្យចង់សើចខ្ញុំជាទេពធីតារឿងអីខ្ញុំត្រូវឃ្លានចាប់ហើយរាងកាយមនុស្សលោកតឹងខ្សោយណាស់ឆ្ងាញ់មែនតើទេពធីតាតូចញ៉ាំមួយគ្មានអ្នកណាដណ្ដើមទេយត់ចេញទៅពុកត្បិតតែខ្ញុំហៅថាពុកប៉ុន្តែខ្ញុំជាទេពធីតាមែនខ្ញុំមកឋានកណ្ដាលនេះគ្រាន់តែបង្ក្រប់កិច្ចទេល្អឯងជាទេពធីតាតូចរបស់ពុកជារៀងរហូតល្អទេទោះបីពុកជឿមិនជឿខ្ញុំនៅតែ3ថ្ងៃទេ3ថ្ងៃក្រោយខ្ញុំទៅវិញហើយដូច្នេះពុកកុំល្អដាក់ខ្ញុំពេកឯងនិយាយស្អីនឹងឯងជាកូនស្រីរបស់ពុកល្អដាក់ឯងគឺជារឿងសមហេតុផលមនុស្សលោកចំជាមើលធ្ងន់មនោសញ្ចេតនាមិនដូចពួកទេវតាទេរស់នៅដើម្បីតែខ្លួនឯងមិនក៏ឯងនិយាយអញ្ចឹងដូចជាចម្លែកណាឆាំញ៉ាំទៅមកហូបតិចអស់ហើយមួយណាលបងឡើងស្រីម្នាក់នោះគូធំដល់ហើយឃ្លានខ្លាំងណាស់លបងបើសារអាចហៅនាងមកសប្បាយជាមួយបងប្អូនយើងល្អយ៉ាងណាទេលបងអើកែចាចង់រកស៊ីទៀតអើទេសួស្ដីមានកាអីមើលខ្លួនឯងទៅធ្វើសម្រាប់មនុស្សស៊ីហាក់ដូចជាគ្មានអនាម័យបន្តិចសោះហើយសុំទៅលោកបងចាំខ្ញុំបដូរថ្មីជូនហេសុំទៅធ្វើខុសសុំទោះចាំបាច់មានបលិសធ្វើអីទៅនាងរំឲ្យបងប្អូនយើងមើលទៅឲ្យទៅបងប្អូនយើងសប្បាយចិត្តក្រែងពួកយើងបំភ្លេចចោលណាសុំទៅលោកបងខ្ញុំអត់ចេះរំទេបើមិនកាត់ខ្ញុំហ្វ្រីអាហារជូនទៅចាចង់រៃយោមិនចង់រំមើងងាយយើងផងចង់ហ្វ្រីបងប្អូនយើងគិតថាបងប្អូនយើងខ្វះលុយអញ្ចឹងលោកបងចង់យ៉ាងម៉េចវិញពុកទេ
វតាតែនិយាយថាអ្វីមិនពាក់ព័ន្ធខ្លួនឯងកុំឈឺឆ្អល់អី ស៊ីឈីមនុស្សលោកនិយាយថាឃើញអយុត្តិធម៌គឺត្រូវចេះជួយគ្នាចង់យ៉ាងម៉េចនាងចង់ធ្វើយ៉ាងម៉េចខ្ញុំចង់ធ្វើអីនាងសិនចាំគិតទៀតឈប់ភ្លាមនៅស្ងៀមទៅឯងជឿណោះស្លាប់មិនបដូរឈ្មោះរស់មិនដូរត្រកូលខ្ញុំឈិនស៊ីឡូវយើងសួរធម្មតាទេមិនក៏អញហោហែម្លេះអ្នកផ្សេងគឺធ្វើមិនឃើញទេហើយចុះឯងជាស្អីប្រុសប្រមាណអ្នកធ្វើបាបមនុស្សស្រីពេញចឹងខុសហើយវាយគេកាន់តែខុសអើល្អិតចង់បដៅយើងមែនទេខ្ញុំគ្រាន់ចង់វែកញែករកទៅខុសតែប៉ុណ្ណោះទេខុសគឺខុសហើយចង្រៃកុំចង់មកលេងសម្ដីជាមួយយើងជិះចចកនេះជាងតុងគេហៅយើងថាខ្លាំងក្រៅច្បាប់ណាវើយក្រៅច្បាប់គ្មានជើងខ្លាំងទេមុននឹងក្រោយគេចាប់ដាក់គុកដដែលឈួតអើយនិយាយជាមួយមនុស្សឈួតហត់ណាស់យើងចង់ឲ្យឯងដឹងថាស្អីទៅជាអ្នកលេងក្រៅច្បាប់អ្នកណាក្វែងអីប្រេះផ្ដាស់វើយគឺជាដូនតូចអញនេះហើយហើយនេះកូនអ្នកណាគេនឹងឆាប់ថយចេញទៅអូយអញធ្វើឲ្យខ្ញុំខឹងទុកពេលឲ្យ3វិនាទីសុំទោសសុំទោសហើយយើងប្រើតែម្រាមដៃមួយញែកឯងងាប់បាត់ឥឡូវហើយអូយចង់ញែកខ្ញុំអញងាប់ទេសេឈីមិនក៏មានកម្លាំងខ្លាំងម្លេះខ្ញុំប្រាប់ហើយខ្ញុំជាទេពធីតាខ្មោចយកស្អីជាយើងផងមីច្មក់អូយយ៉ាមីច្មក់ទៀតទេចង់ស្លាប់ហើយពួកអមងបាយសម្រាប់វាចោលទៅនិយាយឲ្យថាមួយទល់មួយអ្មេចបានជាលើកខ្ញុំមកទាំងតបអញ្ចឹងហ៎ពូកែវាយតាចេះតែទួចទេចូលទៅចង្រៃពីរនាក់ឯងនេះស៊ីបាយបំបងបាយមែនថ្ងៃនេះត្រូវព្យាបាលជំងឺពូកែជេគេនឹងហើយហើយជីដូនតូចឈប់វាយទៅហ៊ានជេទៀតទេអត់ទេឈប់ហើយនិយាយអរគុណលេងហ៊ានហើយនិយាយអរគុណជីដូនដែលទុកជីវិតឲ្យឆ្កែអរគុណជីដូនដែលទុកជីវិតឲ្យឆ្កែក្រោកឡើងបាទផ្ទះនេះណានៅផ្លូវសៀងជីងទីបតាតូចសួររឿងនេះធ្វើអីបង្ការថ្ងៃក្រោយអញធ្វើរឿងអាក្រក់នេះទីនេះទៀតខ្ញុំជួនដំណើរអញទៅវិញជូនខ្ញុំទៅណាគឺជូនអញទៅឆ្ងាយរាប់រយយោជន៍ពួកអញមិនទៅណាទេចង់បានសម្បត្តិជូនហោះហ្វ្រីដែរអត់ទេពធីតាតូចអរគុណឯងខ្លាំងមែនទែនកុំតែបានអ្នកទាំងពីរជួយតន់ខ្ញុំមានគ្រោះថ្នាក់បាត់ទៅហើយកូនស្រីខ្ញុំចូលចិត្តជួយអ្នកទ្រង់ខ្សោយឃើញគេមានទុកជួយយកអាសាទេពធីតាតូច Hi-Fi មួយត្រូវតែ Hi-Fi មែនទេចាស់កម្រិលណាសុំវអញបង្ហាញសមត្ថភាពមុននេះលុយមែនតើខ្ញុំគឺជា fan អញហើយ Yes សួស្តីខ្ញុំឈ្មោះសុងអីយើងសួស្តីខ្ញុំឈ្មោះឈិនស៊ីឡូវគេជាកូនស្រីខ្ញុំបងស្រីស្អាតពួកខ្ញុំជួយបងស្រីអាហារថ្ងៃនេះពួកខ្ញុំមិនឲ្យប្រាក់ទេណាកុំថាមកពេលនេះ free ឲ្យថ្ងៃក្រោយពួកកូនទាំងពីរអាចមកញ៉ាំ free បានគ្រប់ពេលកុំប្រែកន្លះឲ្យសោះខ្ញុំញ៉ាំច្រើនណាស់កុំប្រកាន់អីកូនស្រីខ្ញុំរពឹសមិនទេហើយក្មេងនិយាយត្រង់ខ្ញុំចូលចិត្តគេដូចជាយប់ណាស់តាហើយពួកខ្ញុំត្រឡប់ទៅវិញហើយណាលាហើយអ្នកនាងធំលោកម្ចាស់ឲ្យខ្ញុំសួររឿងរៀបការជាមួយគ្រូសាឈីងនៅសាំងជីងអ្នកនាងគិតយ៉ាងម៉េចហើយទៅវិញប្រាប់ប៉ាខ្ញុំទៅខ្ញុំរកបាត់បរោះត្រូវចិត្តខ្ញុំហើយ
លំពេងចាស់ហើយមកចាំបាច់ជូតច្រើនម្លេះ ទេពធីតាតូចរបស់ពុកមិនមែនជាលំពេងចាស់អត់ប្រយោជន៍ទេវាជានិមិត្តរូបពុកធ្លាប់ល្បីកាលពីមុនពុកប្រាប់ឯងចឹងណាកាលពីមុន មនុស្សលោកចូលចិត្តនឹករឿងកាលពីមុនណាទេវតាគិតតែបច្ចុប្បន្ននិងអនាគតទេ សមហេតុផលអញ្ចឹងឈប់ជូតហើយ ខ្ញុំសួរពុកថ្ងៃនេះពេលញ៉ាំបាយពួកគេមានគ្នាច្រើនណាស់ពុកតែម្នាក់ឯងចូលទៅជួយមិនខ្លាចគេវាយទេអី វាយមិនឈ្នះក៏ត្រូវតែវាយដែរឯងគិតមើលទៅមនុស្សគ្រប់គ្នាធ្វើជាមើលមិនឃើញរឿងអយុត្តិធម៌នៅលើលោកនេះច្បាស់ជាគ្មានយុត្តិធម៌គ្មានសច្ចធម៌ទេ មនុស្សលោកមិនខ្លាចស្លាប់ទេ ពុកម្លាក់បាំងទេសេឈីកាលពីមុនពុកជាកងទ័ពការពារនៅព្រំដែននិងប្រជារាស្ត្រការពារអ្នកទ្រង់ខ្សោយជាបាវចនាដែលឆ្លាក់នៅជាប់ខ្លួនរបស់កងទ័ព ពុកការពារគេចុះអ្នកណាការពារពុក មិនត្រូវការទេមិនត្រូវការអ្នកការពារឡើយ លោកគ្រូនិយាយថាមេគេទេវតាខខើសត្វខ្សោយជាចំណីសត្វខ្លាំងទោះនៅទីណាក៏ដោយត្រូវកាត់ផលប្រយោជន៍ខ្លួនឯងជាធំពុកតែងគិតអ្នកដតីមុនយល់ឆាប់គង់តែខាត់បងទេ ទេពធីតាតូចរបស់ពុកកើតនៅលើលោកនេះមនុស្សតែងតែមានមនោសញ្ចេតនាមិនមែនខុសខើគ្រប់គ្នាទេណា ណាហើយខ្ញុំលែងខ្វល់ហើយយ៉ាងណាខ្ញុំនៅទីនេះតែ3ថ្ងៃ កូននេះប្រហែលថ្ងៃនឹងយ៉ាងម៉េចនឹងដូចជាចំណែកម្លេះដុកទ័រថ្នាំខ្មៅនោះដាក់ថ្នាំអីឲ្យគេទៅបើកទ្វារឈិនស៊ីឡូបើកទ្វារឈិនស៊ីឡូបើឯងមិនបើកទ្វារទេយើងនឹងកំទេចផ្ទះឯងចោលហើយណោះទៅហើយលេងអីក៏ធ្ងន់ធ្ងរម្លេះចង់យ៉ាងម៉េចធ្វើអីយើងមកទារប្រាក់ណាសងប្រាក់ឯង 3 ថ្ងៃមុនឯងព្យាបាលជំងឺកូនស្រីរបស់ឯងខ្ចីលុយក្រុមធានឡុង1លានទាំងការទាំងដើមថ្ងៃនេះត្រូវសង10លានតើដឹងដែរទេក្រែងនិយាយថាមួយខែក្រោយទៅសងឥឡូវទៅបាន3ថ្ងៃទេនិយាយគ្នាការប្រាក់ក៏មិនថ្លៃដល់ម្លឹងដែរអើបានហើយខ្ញុំមិនខ្វល់ឯងខ្ចីថ្ងៃណាទេខ្ញុំឲ្យឯងសងថ្ងៃណាឯងត្រូវតែសងថ្ងៃនោះហើយតើដឹងទេអញ្ចឹងមានន័យថាមិនគ្រប់គោលការណ៍ទេ ក្រុងខាងត្បូងក្រុងខាងជើងផ្លូវទាំង10ឯងស៊ើបមើលទៅថាយើងជាអ្នកណា មិនគ្រប់គោលការណ៍ហ៊ាននិយាយខ្លាំងទៀតណៃណាអីក៏ក្អេងក្អាងម្លេះ អ្នកណាគេនឹង យើងជាជីដូនតូចរបស់ឯង អើយយ៉ានឹងល្អិតចង់ងាប់ហើយកូនស្រីរបស់ខ្ញុំមិនយល់ការទុកពេលឲ្យខ្ញុំ3ថ្ងៃទៀតខ្ញុំប្រកាសជាសងទាំងអស់ថ្ងៃនេះយើងត្រូវតែយកលុយទៅវិញបើគ្មានលុយទេយើងឈូសផ្ទះរបស់ឯងកំទេចចោលរួចហើយយកកលៀនវាទៅលក់ទៀត យកកលៀនយើងហ៎ មិនខុសទេខ្លាចហើយមែនទេ យើងជាទេពធីតាសៀលឈីជន់ផ្អៀងឋានសូជន់ទី9ជាង2000ឆ្នាំហើយមិនទាន់មានគេហ៊ាននិយាយបែបហ្នឹងជាមួយយើងទេ យ៉ានឹងល្អិតខួរក្បាលឯងមានបញ្ហាមែនទេឪពុករបស់ឯងយកទៅព្យាបាលណា កុំប្រមាថទេវតាចង់ងាប់ហើយ ហើយយោនាងចំមកនាងជាទេវតាបើកភ្នែកមើលឲ្យធំទៅមើលខ្លួនឯងឲ្យច្បាស់ពួកឯងឈប់ផ្ទះពេលកំទេចចោលទៅស៊ីឈីនាងឡារ៉ាចង់ងាប់ហើយមែនទេប្រយ័ត្នថយចេញទៅ ចង់កំទេចផ្ទះយើងផងហ៎អញទេដែលត្រូវថយចេញ នាងល្អិតបែបមើលតុក្កតាច្រើនពេកហើយចង់ងាប់ហើយស៊ីឈីកុំ ពុកកុំបារម្ភអីខ្ញុំជាទេពធីតាតូចកម្លាំងខ្លាំងខ្លាណាស់ មិនក៏អញ្ចឹងអាចង្រៃថែមវាទៅថែមទៅទាន់ឲ្យខប់ទៅហ៎សត្វចម្លែកវាមិនមែនជាកូនក្មេងទេវាជាសត្វចម្លែកអាចឈួតអើយសូម្បីកូនក្មេងក៏ធ្វើអីមិនកើតដែរ ចេញទៅ ទៅណាបាត់ហើយមើលហើយទៅណាបាត់ហើយទៅណាបាត់ហើយចេះអត់ទៅទៅណាបាត់ហើយហ៎ ហោះទៅបាត់ហើយ ហោះទៅណោះ ប្រហែលជាទៅដល់ឋានប្រចាំឲ្យដឹង ហើយបងប៉ាវខ្ញុំដូចជាឃើញយាយទួតខ្ញុំអាចង្ហើយអត់បានកាមែនពួកឯងចូលទៅចាត់ការមេល្អិតនេះទៅឲ្យឆាប់ឡើងទៅសម្រាប់វាចូល
ដល់វេនអញហើយ เฮ้ยក្មេងចង្រៃចង់ងាប់ហើយអើเฮ้ยអអូជាទូលមួយខ្ញុំខ្ញុំសូមบอกខ្ញុំខុសហើយខ្ញុំទទួលបញ្ជាពីគេទេខ្ញុំខុសហើយខ្ញុំនៅមានម្ដាយចាស់ជារៀននឹងក្មេងៗដែលខ្ញុំត្រូវចាំទៀតណាលើកលែងទោសខ្ញុំផង ធ្វើគួរឲ្យអាណិតគ្មានប្រយោជន៍ទេស្លាប់ទេ បានហើយគេដឹងកំហុសហើយ មិនមែនដឹងកំហុសទេគ្រាន់តែដឹងថាខ្លួនឯងចិត្តស្លាប់ ស៊ឺឈីពុកដឹងថាឯងខ្លាំងពូកែប៉ុន្តែឋានសួគ៌ផ្ដោតធម្មពលឯងមិនមែនឯងធ្វើបាបអ្នកទ្រង់ខ្សោយទេ ធ្វើបាបអ្នកទាំងខ្សោយតើយ៉ាងម៉េចឈិនសេឈីធ្វើអ្វីមិនអាចបកស្រាយប្រាប់អ្នកណាទេ បើឯងនឹងចាត់ទុកពុកជាពុកទៀតពុកធ្វើប្រទេសផ្ដាស់ទៅ ថ្ងៃនេះខ្ញុំត្រូវតែធ្វើប្រទេសផ្ដាចង់ធ្វើអីខ្ញុំដើម្បីអ្នកក្រៅម្នាក់ពុកចង់ប្រយុទ្ធជាមួយខ្ញុំ ស៊ឺឈីឯងជាកូនស្រីពុកមិនចង់ប្រយុទ្ធជាមួយឯងទេប៉ុន្តែពុកក៏មិនឲ្យឯងសម្លាប់គេតាមចិត្តដែរ ខ្ញុំប្រាប់ហើយខ្ញុំជាទេពធីតាជាទេវតាមិនមែនកូនស្រីពុកក៏មិនមែនពុកខ្ញុំដែរគ្មានស្រីឈឺឆ្អាស់នឹងខ្ញុំ ពុកមិន ទេ ខ្វល់ឯងជាទេវតាឬអត់ទេទោះឯងជាទេវតាមែនប៉ុន្តែពុកនៅតែជាពុកឯងជារៀងរហូត មនុស្សលោកធម្មតាបើខ្ញុំចង់សម្លាប់ពុកត្រឹមតែមួយប្រព្រឹត្តភ្នែកប៉ុណ្ណោះ ល្អអញ្ចឹងសម្រាប់ពុកចោលទៅរួចឲ្យជន់រំលងសាកសពពុកឲ្យបាន ពុកមិនបានជាពុកមិនភ្ញាក់រលឹកអញ្ចឹង ស៊ឺឈីល្អអាក្រក់ត្រឹមតែការសម្រេចចិត្តតែប៉ុណ្ណោះមុនខ្លាចជាទេវតាត្រូវយល់ហេតុផលធ្វើជាមនុស្សសិនសូម្បីតែហេតុផលធ្វើជាមនុស្សល្អឯងមិនយល់ផងទោះខ្លាចជាទេវតាក៏គ្មានតម្លៃអីដែរ ពួកគេធ្វើបាបពុកនៅអត់អោនឲ្យគេទៀតជីវិតបែបនេះមានតម្លៃអ្វីទេ ពុកកូនស្លាញ់គ្នាខ្លាំងមែនទែន កូន ស៊ឺឈី សៀឈីកុំអីកុំចោល ឯងជាកូនស្រីពុកត្រូវតែការពារឯង ខ្ញុំជាទេពធីតា ស៊ឺឈីប្រយ័ត្នផង ខ្ញុំនិយាយម្ដងទៀតខ្ញុំជាទេពធីតា លបងលងមីស្រីបិសាចតូចនេះចំជាខ្លាំងមែនវាធ្វើឲ្យគ្រឿងចាក់របស់ខ្ញុំហោះទៅមួយផ្លែតថែមទាំងវាយបងប្អូនយើងទៀតលបងលងខ្ញុំធ្វើតែបង្ខំចិត្តទេសំបីកូនក្មេងម្នាក់ក៏វាយមិនគ្នាចំជាចោលមកទៀតមែនគួរចាំងឡងរឿងលុយខ្ញុំច្បាស់ជាសងប៉ុន្តែលោកកុំធ្វើឲ្យរឿងនេះធំពេកអីធ្វើឲ្យគ្រឿងចាក់យើងខូចវាយកូនចៅរបស់យើងទៀតប្រមាថកិត្តិយសយើងថ្ងៃនេះបើមិនបដៅឯងទីគិតថាយើងស៊ីបួសហើយចាត់ការទៅឈប់ភ្លាមថាកាយស្រីស្អាត នាងសុង ស្មានតែអ្នកណាមកលេងឈុតធំយ៉ាងនេះតាមពិតអគ្គនាយិកាសម្ព័ន្ធត្រកូលសុងសុង បើដឹងថាខ្ញុំជាអ្នកណាហើយមិនក៏មិនឆាប់វាចេញ និយាយចេញអស់សម្លេងមែនទីនេះចាំងតុងជាទឹកដីរបស់ពួកយើងក្រុមធានលងគ្រប់ហៅថានាងនាយិកាសុងបើមិនគ្រប់ទេយើងជួននឹងទៅឋានខ្មោចបាត់ទៅហើយឋានធំមិនបានជានិយាយជាមួយនាយិកាបែបនេះតាមមើលទៅនាយិកាចង់ចេញមុខជំនួសឪពុកកូន2នាក់នេះហើយមែនទេ ពួកគេជាមិត្តភក្តិខ្ញុំទុកមុខឲ្យខ្ញុំផងប្រាក់ដែលពួកគេជំពាក់ខ្ញុំជាអ្នកសង នាងសងបានតើវាជាពាក់ខ្ញុំ100លានសងមកនាងសងប្រាក់ដែលខ្ញុំជាពាក់គេទុកខ្ញុំអ្នកសងនាងកំសងអី ក្នុងនេះមានប្រាក់100លានថ្ងៃក្រោយក៏មករំខានគេទៀត សំជានាយិកាសុងមែនដៃទូលី ប្រាក់ឲ្យលោកហើយមិនក៏មិនឆាប់វាចេញគួរចាំងឡងមានន័យថាម៉េ យើង ច ជាស្ដេចក្រាញ់នៅជាងតុងមីល្អិតនេះវាយកូនចៅយើងបំបាក់មុខយើងខ្លាំងណាស់សងប្រាក់ហើយគិតថាចាប់គ្នារហ័សនាមយើងមិនមែនដាក់ឲ្យអត់ប្រយោជន៍ទេ លោក សម្រាប់ពួកវាចោលទៅ កូន ស៊ឺឈី សៀឈីកុំអីកុំចោល ឯងជាកូនស្រីពុកត្រូវតែការពារឯង ខ្ញុំជាទេពធីតា ស៊ឺឈីប្រយ័ត្នផង ខ្ញុំនិយាយម្ដងទៀតខ្ញុំ
ជាទេពធីតាសម្រាប់វាទៅចូលទៅសម្រាប់វាទៅឆាប់ឡើងបើជាក្មេងធម្មតាមិនអាចធ្វើអញ្ចឹងបានទេអើយក្មេងនេះពូកែមែនមិនគួរជឿសោះហើយដល់វេនយើងម្ដងហើយកូនបិសាចមិនមែនមនុស្សទេជាកូនបិសាចគេមិនមែនមនុស្សទេហើយទៅហើយអញឈ្មោះកក់ចាំងឡុងហ៎នាងតូចខ្ញុំដឹងខុសហើយមនុស្សធំចិត្តទលាមចាត់ទុកខ្ញុំជាក្មេងទៅណាអញឈ្មោះកក់ចាំងឡុងអញ្ចឹងអញប្រកាសជាចូលចិត្តនេះហើយនាងតូចចង់និយាយអីហ្នឹងយើងចង់ជូនឯងជូននេះគឺនេះសេឈីអញប្រកែមែនសេឈីអមាញ់មាញ់ពុកគិតខុសមិនគួរយកលំពេងភ្ជុងឯងទេបងស្រីស្អាតជាថកែហាងសាច់អាំងមែនទេមិនបានមកផ្លែផ្លាយជាអគ្គនាយិកាពីមុនបងដកពិសោធន៍ជីវិតទៅសាក់បងបាក់ហាងសាច់អាំងប៉ុន្តែពិបាកណាស់ទៅសម្រាប់ចាត់ទៅផ្ទះវិញធ្វើជាអគ្គនាយិកាក្រុមហ៊ុនបងបាត់ជាពូកែណាបានហើយសេឈីកុំទុកពុកចោលបានទេពុកខុសហើយណាអស់ចិត្តនៅពុកអត់ខុសទេអ្នកដែលខុសគឺខ្ញុំម្យ៉ាងទៀតម្នាក់មិញនេះក៏ខ្ញុំមិនសម្លាប់ដែរគ្រាន់តែបញ្ជូនគេទៅឆ្ងាយប្រមាឆិនដាច់ខំដល់ណាខ្ញុំសម្រាប់មនុស្សផ្ដេសផ្ដាស់ទេសេឈីក៏រំខានខ្ញុំអេកូនក្មេងងក់ងច្រើនខ្ញុំយល់ចាំខ្ញុំលងគេសេឈីសេឈីមុននេះពុកពិចារណាចោះឡើងវាជាកំហុសរបស់ពុកឥឡូវពុកចង់សុំទោសឯងដែលចិត្តស្មោះសង្ឃឹមថាឯងអភ័យទោសឲ្យពុកបានទេបានទេសុំទោសដែលចិត្តស្មោះហើយអត់ឃើញពុកគោរពខ្ញុំផងបានហើយពុកឯងក៏ត្រូវការកិត្តិយសដែរហើយយ៉ាឲ្យពុកកូនកុំឆ្លោះគ្នារំលងយប់សម្រុះសម្រួលគ្នាទេខ្ញុំរវល់ត្រូវទៅវិញហើយថ្ងៃក្រោយខ្ញុំចេញញ៉ាំបាយសេឈីកុំភ្លេចពាក្យសន្យាយើងកុំបារម្ភអងស្រីគ្រាន់តែដណ្ដើមកូនក្មុំទីនេះថាដណ្ដើមបានយ៉ាងស្អាតស្អំអីគេសេឈីដណ្ដើមកូនក្មុំនៅណាគេសេឈីឯងនិយាយជាមួយនឹងនាងសងអីខ្លះហ៎បងស្រីប្រាប់ថាពុកគាត់ចង់មកស៊ីដេកពុកអញ្ចឹងចង់រៀបការគាត់ឲ្យទៅមនុស្សអាក្រក់តែបងស្រីមិនព្រមទើបគាត់ពឹងឲ្យខ្ញុំទៅដណ្ដឹងកូនក្មុំថ្ងៃភ្ជាប់ពាក្យគ្មាននិយាយអីទេតែប៉ុណ្ណឹងឯងអត់ទេដណ្ដើមកូនក្មុំតើតែមានកូនកំឡោះផ្សេងទៅដណ្ដើមឯងមិនមែនជាកំឡោះផងមិនបានសន្យាជាមួយគេអញ្ចឹងជាកូនកំឡោះហាញតាអត់ទេឯងកុំនាំរឿងបានអត់ណាគេនាំរឿងបងស្រីថាពុកអាចទៅដណ្ដើមកូនក្មុំឬមួយពុកចង់សងគាត់100លានវិញអញ្ចឹងដណ្ដើមកូនក្មុំទៅប្រសើរណាស់សប្បាយចិត្តហាញ់ចេញសេឈីដណ្ដើមកូនក្មុំមិនចាំបាច់លេងខ្លាំងដល់ថ្នាក់នឹងទេបងស្រីប្រាប់ថាគឺជាកូនចៅមនុស្សអាក្រក់ថាមិនຕົកមុខឲ្យបងស្រីចង់ជូនដំណើរបងស្រីទៅឋានខ្មោចពេលទៅដណ្ដើមកូនក្មុំបងស្រីឲ្យជូនជួងគេមួយស្អីគេស្រីម្នាក់នេះចង់សងសឹកគេខ្លាំងដល់ម្លឹងហ៎អាយ៉ារឿងតែធីតាតូចពុកកុំខ្វល់ហើយមិនស្មានថានៅឋានទេវតាមួយថ្ងៃស្មើនឹងឋានកណ្ដាល10ឆ្នាំពេលវេលានៅឋានមនុស្សចំជាយូរមែនសេឈីនាងសងនិយាយអីខ្លះបងស្រីប្រាប់ថាពុកគាត់ចង់មកសៀតដូចជាពុកអញ្ចឹងចង់រៀបការគាត់ឲ្យទៅមនុស្សអាក្រក់តែបងស្រីមិនព្រមទើបគាត់ពឹងឲ្យខ្ញុំទៅដណ្ដើមកូនក្មុំថ្ងៃភ្ជាប់ពាក្យអត់ទេដណ្ដើមកូនកំឡោះតើតែមានកូនក្មុំផ្សេងដណ្ដើមឯងមិនកំឡោះផងមិនក៏ហ៊ានសន្យាជាមួយគេបែបនេះពុកជាកូនកំឡោះហាញ់តាអត់ទេឯងកុំនាំរឿងបានអត់ណាគេនាំរឿងបងស្រីថាពុកអាចទៅដណ្ដើមកូនក្មុំឬមួយពុកចង់សងគាត់100លានវិញអញ្ចឹងដណ្ដើមកូនក្មុំប្រសើរណាស់សប្បាយចិត្តហាញ់ចឹង
សុជីគ្រាន់តែដណ្ដើមកូនកំមុំមិនបាច់លេងខ្លាំងយ៉ាងនេះទេ បងស្រីប្រាប់ថាគឺជាកូនចៅមនុស្សអាក្រក់ថាមិនຕົកមុខឲ្យបងស្រីចង់ជិតណាបងស្រីទៅខាងខ្មោចពេលតែដណ្ដើមកូនកំមុំបងស្រីអាចជូនជងគេមួយ ហើយស្អីគេនឹងស្រីម្នាក់នេះចង់សងសឹកគេខ្លាំងយ៉ាងនេះហ៎ ហើយយ៉ារឿងតែធីតាតូចពុកកុំខ្វល់ហើយមិនស្មានថានៅឋានទេវតាមួយថ្ងៃស្មើនឹងឋានកណ្ដាល10ឆ្នាំពេលវេលានៅឋានមនុស្សចាំជាយូរមែន ញៀវកិត្តិយសទាំងអស់ថ្ងៃនេះជាថ្ងៃភ្ជាប់ពាក្យខ្ញុំនៅអគ្គនាយិកាសម្ព័ន្ធត្រកូលសុងអរគុណភ្ញៀវកិត្តិយសដែលអញ្ជើញចូលរួមអរគុណ អបអរអ្នកប្រជិញ អបអរអ្នកប្រជិញអ្នកប្រជិញសូមជាអភិជននៅចាំងតុងមែនត្រឹមតែភ្ជាប់ពាក្យទីអញ្ជើញអ្នកមានមុខមាត់មកពីចាំងតុងទាំងអស់លោកធ្វើមើលតែមិនដឹងឈិងយិនចឹងបងប្រុសរបស់អ្នកប្រជិញគឺជាម្ចាស់វិមានស្ដេចនេះគ្រប់គ្រងទេវតាសង្គ្រាមទាំង81នៅតាស៊ីអំណាចគ្រួសារឈិងធំធេងខ្លាំងណាស់អូនប្រុសគេភ្ជាប់ពាក្យអ្នកណាដែលថាមិនមកនោះលោកថាទៅមើលមែនទេអូតាមខ្ញុំមើលទឹកមុខរបស់អ្នកប្រុសសុងអ៊ីយើដូចជាមិនសប្បាយចិត្តសោះចំពោះពិធីភ្ជាប់ពាក្យនេះណាទោះជាមិនសប្បាយចិត្តតែមានជំរឿសអីទៅប៉ះពាល់មុខមាត់គ្រួសារឈិងមានតែផ្លូវស្លាប់ប៉ុណ្ណោះត្រូវហើយថ្ងៃនេះជាថ្ងៃមង្គលកុំធ្វើឲ្យខូចបរិយាកាស ឈិងជអ៊ីលោកធ្វើអីប៉ាម៉ាក់ខ្ញុំហើយ ប៉ាម៉ាក់នាងជាមនុស្សរឹងតឹងខ្ញុំឲ្យគេចាប់ពួកគាត់ចងហើយឲ្យតែនាងស្ដាប់បង្គាប់រៀបការរួចផ្ទេរសម្ព័ន្ធត្រកូលសុងមកឲ្យខ្ញុំនឹងដោះលែងពួកគាត់ ដូច្នេះលោករៀបការជាមួយខ្ញុំគ្រាន់តែចង់បានសម្ព័ន្ធត្រកូលសុង មិនខុសទេ ចេះខ្មែរ ខ្មែរ ពេលយកពួកយើងនៅលើក្រេះជាមួយគ្នាខ្ញុំនឹងឲ្យនាងដឹងថាអ្វីដែលអត់គេខ្មាស់ពិតប្រាកដអ្នកប្រុសឈិងឲ្យកូនកំមុំលើកស្រាជូនភ្ញៀវទាំងអស់ទៅមែនទេ សេឆេជួបខ្ញុំផង ដាក់នាងឲ្យបាន សេឆេទេបងផាត់មកដល់ហើយបងស្រីកុំខ្លាចពូនក្រៅក្នុងខ្ញុំមក ពួកឯងជាអ្នកណា ស្លាប់មិនបដោះឈ្មោះរួមមិនដោះតកលខ្ញុំឈិនសេឆេ នាងចំមកតាមមើលមកអុកលុកពិធីមែនទេ ទទួលការពឹងពាក់ពីគេជោគជុំមកឲ្យលោកឯង ឲ្យជួងឯងពួកឯងដឹងថាយើងជាអ្នកណាទេ ទោះជាស្ដេចមេឃាមកក៏ដោយជួងនេះខ្ញុំត្រូវតែជួលលោកឯង អ្នកយឹមថាប់យកជួងនេះចេញទៅ នេះជាជួងតាំងពីបុរាណឪពុកខ្ញុំលើកមិនរួចផងអាំងលើមន់ឈើពីក្បាលឯងចង់លើកទេ សេឈីនិយាយឲ្យដឹងនិយាយចាំបាច់បង្អាប់ពុកឯងធ្វើអីជួងនេះគឺជាអាវុធទេវតាពីបុរាណឬថាមានតែផ្ទះជួងឬ3ដងគេនោះគឺជាទេវតាគ្រាន់តែពាក្យចចាមរាមចោះជួងនេះមានប្រវត្តិបែបណាទៅមិនដឹងជួងក្បែកក្បាក់មកពីណាទីហ៊ានយកមកបន្លំផងនាងច្មក់ធ្លាប់ឃើញជួងបុរាណដែរទេហ៎នៅឈរផ្លឹកដល់ណាទៀតបញ្ញាប់បោះជួងនេះចេញក្រៅទៅ អ្នកណាចង់សាកមើលទេ អ្នកប្រឈិងដៃខ្ញុំបាក់ហើយបាក់ជាពីរហើយអត់បានការមែន ក្មេងខ្សោយកលៀនចូលចិត្តជួងនេះដែរទេ អ្នកណាខ្សោយកលៀនទៅ ថាលោកឯងនឹងណាគូមុខឡើងដូចកូនស្វានៅតែខែរវងផ្នែកខ្មៅលោកឯងខ្សោយកលៀនជាងគេ ចង់ស្លាប់ទេអ្នកប្រឈិងក្មេងមិនដឹងអីគេមិនចេះនិយាយចាំខ្ញុំបដៅគេចុះឯងក៏អញ្ចឹងទោះបីជាគេខ្សោយកលៀនមែនក៏មិនចាំបាច់ហៅគេថាជាក្មេងខ្សោយកលៀនដែរខ្វះសុជីវធម៌សងអីយើនាងហៅក្មេងចង្រៃនេះមកអុកលុកមែនទេ មិនមែនអុកឡុកទេមកដណ្ដើមកូនកំមុំ ដណ្ដើមកូនកំមុំហ៎ នៅតាសៀននេះមានអ្នកណាម្នាក់ហ៊ានដណ្ដើមអ្វីពីយើងនោះទេ មើលឲ្យច្បាស់តើក
កូនកំមុំថ្ងៃនេះឈិនសេឆេខ្ញុំត្រូវតែដណ្ដើមបងស្រីតើយើង ឈប់សិនសងអីយើងនាងគិតឲ្យបានច្បាស់បើនាងហ៊ានចេញពីទីនេះតែមួយចំហៀនឆ្កែមួយគូនោះនឹងមិនឃើញព្រះអាទិត្យនៅថ្ងៃស្អែកនោះទេ ប៉ាម៉ាក់យ៉ាងម៉េចហើយ អីទៅជួយប៉ាម៉ាក់ផង លោកបងឈិនសេឆេឆេងចើអីចាប់ប៉ាម៉ាក់ខ្ញុំគាត់បង្ខំគេឆាប់ដល់លេពម្ដាយបងស្រីភ្លាម នាងល្អិតមិនមែននាងជាអ្នកសម្រេចនោះទេ ថ្ងៃនេះខ្ញុំត្រូវតែសម្រេចឲ្យបាន សំដីឆ្លោះមែនសំដីឆ្លោះមែនហើយយូយម្ចាស់ថ្លៃគឺជាទេវតាសង្គ្រាមនាគខ្មៅសង្គ្រាមទាំង4នៅចាំងតុងសូមបីតែគេក៏មកចូលរួមដែរបងប្រុសអ្នកប្រឈិញជាម្ចាស់វិមានស្ដេចនេះទោះបីទេវតាសង្គ្រាមទាំង4ក៏មកដល់គ្មានអីចម្លែកនោះទេមែនទេនាគខ្មៅទេវតាសង្គ្រាមចាំងតុងទទួលបញ្ជាពីម្ចាស់វិមាននេះមកអបអរពិធីភ្ជាប់ពាក្យអ្នកប្រុសទី2នាគខ្មៅមកចំពេលល្អមែនឪពុកកូន2នាក់នេះអុកឡុកពិធីដណ្ដើមកូនក្រមុំខ្ញុំប្រញាប់ចាត់ការពួកគេទៅនាងច្មក់ហ៊ានអុកឡុកពិធីអ្នកប្រុសឈិញតាមមើលទៅលែងចង់រស់ហើយ ខ្ញុំមិនចង់និយាយជាមួយអ្នករត់ការឲ្យគេទេ ចង់ស្លាប់ហើយ ឆាប់ថយចេញទៅ នៅក្មេងសោះមានសមត្ថភាពខ្លាំងយ៉ាងនឹងតាមមើលបើយើងមិនចេញមុខទេក៏មិនកើតដែរ កុំអាអួត អើយ ថយចេញទៅខ្ញុំសួរលោកអញជាលើកចុងក្រោយលែងមនុស្សឬអត់ យើងមិនលេង ជងមកនេះ អាយ៉កម្លាំងខ្យល់ខ្លាំងណាស់វាជាជុងបុរាណពិតមែនចប់ហើយអ្នកប្រុសឈិញត្រូវជាប់ក្នុងជុងហើយតាមមើលគ្រោះចានជាងលៀបជឹមឋាននោះទេមានបញ្ហាហើយហ៊ានយកជុងមកឃុំយើងផងឯងពេលយើងចេញទៅវិញយើងនឹងសម្លាប់នាង ចូលក្នុងជងហើយនៅមិនរៀងខ្ញុំនឹងធ្វើឲ្យលោកអញស្ងប់ស្ងាត់ មួយដៃនេះអ្នកប្រុសឈិញច្បាស់ជាឈាមហូបបញ្ច្រាស់ហើយចេញឈាមតាមរុនរំទាំង7ក្មេងចង្រៃយើងនឹងសម្លាប់នាង ចាំមើលមករឹងដល់ពេលណាទៀត សេឈីបានហើយ បងអាម្នាក់នេះຕົកវានៅតែបំផ្លាញឋានកណ្ដាលទេឲ្យខ្ញុំចាត់ការវាទៅ អ្នកប្រុសឈិញកូនស្រីខ្ញុំចរិតឆេវឆៅអ្នកប្រុសដោះលែងមើលទៅកុំឲ្យឈឺសាច់ជាងនឹងទៀតឈិនស៊ីលើបើចាត់សឿងឲ្យកូនស្រីឯងសម្លាប់យើងទៅប្រយ័ត្នតែយើងចេញទៅបានយើងនឹងកំទេចគ្រួសារឈិនឯងចោលទាំងអស់ហើយ សំឡេងជងមរណៈ គុំ ផ្ដាច់សរសៃកាត់ពោះវៀន គេទះជួងលើកទី2អ្នកប្រុសឈិញច្បាស់ជាចប់ហើយសំឡេងជួងមរណៈផ្ដាច់សរសៃពោះវៀនមនុស្សធម្មតាមិនអាចទ្រាំបានទេមែនហើយនឹងតូចខ្ញុំខុសហើយលេងមនុស្សសេឈីលេងគេទៅ មិនលែងមនុស្ស លេងមនុស្ស កូនស្រីម៉ាក់ស្ទើរតែលែងបានជួបឯងហើយ ប៉ាម៉ាក់ឥឡូវប៉ាម៉ាក់លេងអីហើយអអីហើយ ឈប់រំខានហើយអញ្ចឹងពួកខ្ញុំលាហើយណាតើយើង អូ តោះឈិនស៊ីលើសុងអ៊ីយើព្រមទាំងកូនចង្រៃរបស់ឯងការប្រមាថថ្ងៃនេះថ្ងៃក្រោយយើងនឹងសងវិញ100ដងសេឈីកុំខ្វល់ជាមួយគេគ្រាន់តែមិនឆោតឯងឲ្យកាន់តែខ្លាំងតែប៉ុណ្ណោះទេតោះយើង យើងណាប្រុសឈិងល្បីនៅជាងជីងមិនដែលនិយាយអួតនោះទេ អញ្ចឹងចង់យ៉ាងម៉េច ចង់យ៉ាងម៉េចប្រកាសជាចង់ឲ្យគ្រួសារសុងនឹងឈិនងាប់ទៅ មិនអាចទេគេទប់គ្រប់កំភ្លើងបានព្រះហើយគេជាទេវតាចុះមកឋានកណ្ដាលទៀតដឹង អបាញ់មិញខ្ញុំទុកឱកាសឲ្យហើយតែគេរកផ្លូវស្លាប់ខ្លួនឯងក៏បន្ទោសខ្ញុំឲ្យសោះស្លាប់ទៅ អើយជួងបរានបាត់ទៅណាហើយទោះទេវតាក៏ជួយលេងបានដែរចប់ហើយអ្នកប្រុសឈិងស្លាប់បាត់
ទឹកដីចាំងតុងចិត្តរលាយហើយហឹងវាមានស្ដេចនេះប្រកាសជាកកើកអស់ចាំងតុងហើយយ៉ាលោកម្ចាស់ទាំងអស់គ្នាបញ្ញាប់រត់ទៅ អាយ៉ាឆាប់រត់ទៅឆាប់រត់ទៅ លេងបានហើយ ឆាប់ រត់ទៅហេតុអីយើងនិយាយគ្នាហើយតើមិនសម្រាប់មនុស្សផ្ដេសផ្ដាស់ទេ បើមិនសម្រាប់គេពុកត្រូវស្លាប់ ហេតុអីបានចៃមិនជឿពុកគេធ្វើអីពុកមិនបានទេ ឬមួយតតដល់ពេលពុកស្លាប់អ្វីហួសពេលអស់ទៅពុកស្ មិន ដាច់ ខុសទេ ហើយ ពិភពលោកនេះគួរតែមានច្បាប់ដាក់ទោសមនុស្សដូចជាគេ មនុស្សលោកបានត្រឹមសោកស្ដាយនៅពេលក្រោយតែទេវតាការពារមុនគ្រោះថ្នាក់កើតឡើង មិនពាក់ព័ន្ធឋានសួគ៌ឋានមនុស្សអីទេគ្មានសិទ្ធិសម្រេចអ្នកណាស្លាប់ឡើយ លោកជាវិធីរបស់ពុកមិនមែនរបស់ខ្ញុំទេ សម្រាប់ជីវិតគេត្រូវសងជីវិតគេវិញគឺជារឿងត្រឹមត្រូវ ល្អខ្ញុំសងជីវិតទោះជាមានលទ្ធផលបែបណាខ្ញុំទទួលយកតែម្នាក់ឯងពុកពេញចិត្តហើយណា ស៊ីឈី សុំទោសលោកបងឆិនរឿងនេះគួរបន្ទោសខ្ញុំចាំខ្ញុំលួងសៀឈីឲ្យ មិនបាច់ទេនាងទៅមើលប៉ាម៉ាក់នាងទៅមានបញ្ហាអីទេរឿងស៊ីឈីចាំខ្ញុំជាអ្នកលួងគេ មិនបានទេមានរឿងកាត់ឡើងធំយ៉ាងនេះខ្ញុំត្រូវទៅនៅក្បែរលោកបង ឈិងជាអ៊ីស្លាមវាមានស្ដេចនាងមិនបំភ្លេចត្រឹមនឹងទេនាងបញ្ជូនប៉ាម៉ាក់របស់នាងចេញពីជាងតុងសិនទៅចាំត្រកខ្ញុំតាមក្រោយ ល្អណាស់អញ្ចឹងខ្ញុំត្រឡប់ទៅវិញពេលខ្ញុំរៀបចំរឿងប៉ាម៉ាក់ខ្ញុំរួចខ្ញុំទៅរកលោកបង ល្អនាងខ្មៅឯងឃើញបងប្រុសរបស់យើងត្រូវគេសម្លាប់ទ័ពភ្នែកឯងធ្វើអីមិនកើតគួរមានទោសបែបណាស្ដេចនេះបន្ទោសខ្ញុំមិនបានទេក្មេងនោះពិតជាខ្លាំងណាស់ពួកខ្ញុំមិនមែនដៃគូវាទេវាជាអ្នកណាខ្ញុំមិនដឹងទេសូម្បីឈ្មោះវាខ្ញុំមិនទាន់សួរផងក៏ត្រូវវាទាត់ប៉ាំងចេញក្រៅបាត់ទៅហើយស្ដេចនេះស្ដេចនេះទុកជីវិតផងស្ដេចនេះទុកជីវិតផងស្ដេចនេះកុំសម្លាប់ខ្ញុំដឹងហើយស្ដេចនេះកុំសម្លាប់ខ្ញុំដឹងហើយនិយាយទៅម្នាក់ចាស់ឈ្មោះឈិនស៊ីឡូវក្មេងតូចឈ្មោះស៊ីឈីនៅមានស្រីម្នាក់ទៀតជាអគ្គនាយិកាសម្ព័ន្ធត្រកូលសុងអ៊ីយ៉ូឈិនស៊ីឡូវឬមួយជាម្ចាស់វិមានទេវតាសង្គ្រាមក៏ក្រោកក្រោមមេឃកាលពី15ឆ្នាំមុននោះទៅវាជាគេមែនទេចាក្រហមស្ដាប់បញ្ជា ចាស់លោកម្ចាស់ នាំបញ្ជាយើងទៅយកយ័ន្តខ្លាប្រចាំនគរបញ្ជាកម្លាំងឆ្វេងស្ដាំស្ដេចមេឃាទាំង4ដែលបដាសង្គ្រាមទាំង81នៃវិមានស្ដេចនេះដឹកនាំកងទ័ពទេវតា 100000 នាក់ឡោមព័ទ្ធចាំងតុងថ្ងៃស្អែកថ្ងៃត្រង់យើងចង់ឃើញក្បាលពួកវាទាំង3នាក់នៅទីលានថៃជីពុំនោះទេចាំងតុងគឺត្រូវតែរលាយ ទទួលបញ្ជាពុកចង្រៃពុកអាក្រក់នៅសល់តែមួយថ្ងៃទៀតទេខ្ញុំចិត្តបានទៅឋានសួគ៌វិញហើយលោកគ្រូមិនក៏លោកគ្រូមកដែរ ស្អែកឯងត្រូវជួបគ្រោះអាសន្នហើយគ្រូមកមើលឯងឆ្លៀតពេលនិយាយរឿងនេះទានឯងស្ដាប់ផងណា រឿងនេះទេអីគេ រឿងក្តីស្រឡាញ់ឪពុកនិងការជួយសង្គ្រោះ ដៃស្រឡាញ់ឪពុកនិងការជួយសង្គ្រោះ កាលពីយូរលង់ណាស់មកហើយមានទីកន្លែងមួយឈ្មោះស្រុកស៊ីឡូវឈិនចុងពីងមានកូនស្រីម្នាក់កូនស្រីនោះកើតមកមានយុទ្ធសិលខ្លាំងឈិនចុងពីងស្រឡាញ់គេខ្លាំងណាស់ប៉ុន្តែគេរឹងរូសមានអ្នកចូលចិត្តបង្ករឿងមនុស្សក្នុងស្រុកអ្នកណាក៏គិតពីគេក្រោយខ្នងហៅគេថាកូនបិសាចឈិនចុងពីងមិនបន្ទោសកូនបិសាចទេបានត្រឹមតែដើរដោះស្រាយបញ្ហាតាមក្រោយគេដោយក្តីស្រឡាញ់ពេកនាំកូនបិសាចធ្វើអ្វីស្រេចចិត្តលុះដល់ថ្ងៃមួយកូនបិសាចភ្លាត់ស្នៀតសម្រាប់បុត្រាទី3នៃឋានប្រជុំនេះស្ដេចនាគខឹងខ្លាំងប្តឹងដល់ឋានសួគ៌ព្រះអិនខ្ញាល់ខ្លាំងណាស់ដាក់ទរណកម្មចង់សម្លាប់កូនបិសាច ចឹងមិនទៀត ហើយឈិនចុងពីងលុតចង្គង់7យប់7ថ្ងៃនៅមាត់ទ្វារឋានសួគ៌សុកចិត្តយកជីវិតខ្លួនឯងបដូរជាមួយកូនស្រីបិសាចព្រះអិនយល់មនោសញ្ចេតនាទើបលើកលែងទោសស្លាប់ដល់កូនបិសាចត្រឹមដាក់ទោសគេកម្រិតទី9 អ្វីទៅជាទោសកម្រិតទី9 កូនបិសាចត្រូវកើតជាមនុស្ស9ជាតិឆ្លងកាត់គ្រោះថ្នាក់9ជាតិបើឆ្លងផុតគ្រោះថ្នាក់ទើបអាចឡើងឋានសួគ៌វិញតែបើឆ្លងមិនផុតត្រូវរលាយប្រលឹងហ៎ ស្ដាប់មើលទៅដោយធ្លាប់លើណែណាចុះកូនបិសាចចុងក្រោយអាចឆ្លងផុតគ្រោះថ្នាក់ទេ គេឆ្លងផុត8លើកនៅសល់1លើកចុងក្រោយ មានន័យថាម៉េចរឿងនីតិនេះមិនទាន់មានលទ្ធផលចុងក្រោយទេ
សិវឈីរឿងនេះទៀនត្រូវតែមានលទ្ធផលបញ្ចប់គ្រាន់តែបញ្ចប់ត្រូវការស្វែងរកដោយខ្លួនឯង លោកគ្រូលោកគ្រូ ស្ដេចនេះខ្ញុំចាប់បានសុំអាយ៉ៃនៅស៊ុយឈីនៅខ្វះតែឈិនស៊ីឡឹងស៊ុយឈីដឹងខ្លួនឡើងឆាប់ដឹងខ្លួនពីវ៉ោហើយនៅសល់3ម៉ោងទេខ្ញុំត្រូវជាប់នៅទីនេះខ្ញុំត្រូវឆ្លងផុតគ្រោះថ្នាក់យ៉ាងម៉េចស៊ុយឈីឯនិយាយពីអីសល់3ម៉ោងអីគេស្អីតែគ្រោះថ្នាក់បងស្រីស្អាតនេះជាកន្លែងណាពួកគេជាអ្នកណាពួកគេជាមនុស្សវិមានស្ដេចនាគអ្នកអង្គុយខាងលើគឺជាបងរបស់ចង្ជើអ៊ីជាម្ចាស់វិមានស្ដេចនាគឈ្មោះឈីងយិនចិន អូហូនេះនាងតូចដឹងខ្លួនហើយហ៎សប្រៃ លោកអញឲ្យខ្ញុំហូបរបស់អីហានអីខ្ញុំបញ្ចេញកម្លាំងធាតុមិនបាន នោះគឺជាម្សៅបន្ទន់ឆ្អឹងដែលយើងបានរៀបចំយ៉ាងជិតចង់សម្រាប់ឯងទោះបីជាឯងជាទេពធីតាក៏ត្រូវតែអោនលំទោនដាក់យើងដែរ លែងចឹងទេពំនោះទេអញនៅស្ដាយក្រោយ ស្ដាយក្រោយឯងអ្នកដែលស្ដាយក្រោយគឺជានាងយើងមានប្អូនប្រុសតែម្នាក់គត់ដឹងថាយើងស្រឡាញ់ប៉ុណ្ណាទេ វាសាំងអំពើអាក្រក់ច្រើនណាស់សំតែស្លាប់អញ្ចឹងហើយ វាអាក្រក់ប៉ុណ្ណាក៏វានៅតែជាប្អូនយើងដែរនាងសម្លាប់វាយើងនឹងឲ្យនាងស្លាប់វិញយ៉ាងវេទនា បងប្អូនដែលតងន់អាសាចុកដៃចុកជើងដូចជាស្ពឹកដៃស្ពឹកជើងដូចខ្ញុំណាជាពិសេសបងប្អូនអាសាដើរច្រើនហ្នឹងក៏ធ្វើឲ្យជើងយើងហើមដែរសម្រាប់ខ្ញុំខ្លួនឯងគឺខ្ញុំ recommend ជាមួយនឹង KQ2 in 1ដែលខ្ញុំយកមកបិទបាតជើងនេះគឺគេមានប្រសិទ្ធភាពខ្លាំងមែនទែនចំពោះអ្នកដែលគាត់អាសាស្ពឹកដៃស្ពឹកជើងឡើងជាតិអាស៊ីតអីហ្នឹងបងប្អូនហើយនិយាយរួមទៅគឺថាបិទហើយស្រួលខ្លួនមែនទែនហើយដូចបណ្ដឹងជាតិពុលចង់វាបឺតជាតិពុលពីក្បាលរហូតដល់ចុងជើងមិនតែប៉ុណ្ណោះហើយសំបីតបងគាត់អាសាផឹកបយ៉ាផឹកអីក៏អាចជួយសម្រួលឲ្យគាត់មានអារម្មណ៍ថាស្រួលខ្លួន fresh ជាងមុនដែរសម្រាប់ខ្ញុំ KQ2 មកនេះត្រូវតែមានចាំបាច់នៅផ្ទះតែម្ដងចឹងបើបងចង់បានណាបងអាច inbox ទៅគាត់បានគេ នាងល្អិតនេះជាក្បួនឃុំឃាំងទេវតាទោះជានាងជាទេវតាតាឡូក៏នាងរត់មិនរួចដែរតើដឹងដែរទេ នៅពេលមិនដល់3ម៉ោងទៀតទេមហន្តរាយឋានសួគ៌នឹងធ្លាក់មកដល់ទីនេះលេងខ្ញុំទៅមិនអញ្ចឹងលោកឯងនឹងមានគ្រោះថ្នាក់ វ៉ាវខ្លាចមែនទេចិត្តដល់ពេលងាប់ហើយនៅនិយាយបន្លាច ខ្ញុំអត់ទៅហៅលោកឯងទេជំរឿនលោកឯងដោះលែងខ្ញុំឬមួយចាំដល់ពេលនោះយើងស្លាប់ជាមួយគ្នា មហន្តរាយមិនតមកដល់ឯងស្លាប់ទៅហើយ ស៊ីឈីកំខ្លាចពុកមកជួយឯងហើយឈឹងស៊ីលើម្ចាស់វិមានទេវតាសង្គ្រាមរាប់ធ្វើឲ្យកក្រៅក្រមមេកាពីមុនឋានជួបគ្នាច្រើនឆ្នាំនៅតែខ្លាំងដដែលនោះឈីងយ៉ាងចឹងយើងសត្វតែជាមនុស្សយល់ហេតុផលមិនចាំបាច់កាច់កង់វែងឆ្ងាយទេដោះលែងកូនស្រីខ្ញុំទៅតាមដែលឯងដាក់លក្ខខណ្ឌយើងមិនប្រកែកទេឈឹងស៊ីលើឯងហ៊ាននិយាយលក្ខខណ្ឌជាមួយយើងទៀតមែនទេកូនស្រីរបស់ឯងសម្រាប់ប្អូនយើងឯងនៅហ៊ានដាក់លក្ខខណ្ឌទៀត លំពេងតែងក្រាញ់គ្រួសារឈិនស៊ីលើខ្ញុំត្បិតតែមិនអស់ចាអ្វីតែដើម្បីជួយកូនស្រីខ្ញុំសុខចិត្តលះបង់ជីវិតបើឯងមានអ្នកមិនព្រមដោះលែងមនុស្សអញ្ចឹងយើងមានតែប្រយុទ្ធគ្នាឲ្យដឹងឈ្នះចាញ់ ស្ដេចនេះលើថាឈិនស៊ីលើខ្លាំងណាស់
បើស្ដេចនាគចង់ប្រយុទ្ធជាមួយគេមែននោះខ្លាចថាទេវតាសង្គ្រាមទាំង81វិមានស្ដេចនាគយើងទប់ទល់មិនឈ្នះ មិនបានទេកូនស្រីវាសម្រាប់ប្អូនយើងទោះត្រូវលះបង់គ្រប់យ៉ាងក៏យើងត្រូវសម្រាប់វាឲ្យបាន ស្ដេចនាគឆាន់ស៊ីឡូវមានភក្តីភាពគោរពសម្ដីបើយើងធ្វើសហការជាមួយគេបន្ទាប់មក ល្អលបងស៊ីឡូវខ្ញុំគោរពលបងជាកូនប្រុសខ្ញុំទុកមកឲ្យលបងខ្ញុំមានសំណុំពរមួយដាក់ឲ្យលបងសម្រាប់ជីវិតគេត្រូវសងជីវិតវិញហេតុផលនេះខ្ញុំយល់ដោះលែងកូនស្រីខ្ញុំនឹងអីយើងឈិនស៊ីឡូវខ្ញុំសុខចិត្តយកជីវិតមកសងល្អបងនិយាយខ្លួនឯងទេណាសម្ដីកូនប្រុសម៉ាត់ណាម៉ាត់នឹង ប៉កកុំអី ដោះលែងកូនស្រីខ្ញុំសិនទៅមិនបានអ្នកណាមិនដឹងកូនស្រីលោកមានយុទ្ធសាស្ត្រខ្លាំងបើខ្ញុំដោះលែងគេលបងប្រែកន្លះគិតយ៉ាងម៉េចទៅឯងចង់យ៉ាងម៉េចវិញធ្នូនេះមានឈ្មោះថាធ្នូសម្រាប់ទេវតាមួយព្រួញប្រឡាក់ឈាមព្រួញទី2ជាប្រលឹងព្រួញទី3ចេញដំណើរទៅឋានខ្មោចយ៉ាងម៉េចទៀតបើលបងអាចទទួលបាន3ព្រួញខ្ញុំនឹងដោះលែងកូនស្រីលបងភ្លាម ប៉កកុំចូលព្រមតែគេអី តែខ្ញុំទទួលបាន3ព្រួញមិនថាស្លាប់ឬរស់ទេឯងដោះលែងពួកគេមែនទេសំដីកូនប្រុសម៉ាត់ណាម៉ាត់នឹង លបងឆាន់កុំជឿគេអីទោះបីជាព្រួញធម្មតាអាចតែបានចំគ្មាននរណាគេនៅរស់ទេកុំថាដល់ព្រួញសម្រាប់ទេវតានោះ ឈិនស៊ីឡូវឬមួយឯងមិនហ៊ានទេបានខ្ញុំទទួល3ព្រួញប៉ុន្តែមុនទទួលឯងលែងអីយើសិនទៅរឿងនេះមិនពាក់ព័ន្ធជាមួយនាងទេមានអីបានទៅថាទៅ លោកបងឆាន់ខ្ញុំទទួលជំនួសលោកបងមួយព្រួយ មិនបាច់ទេពេលជួយស៊ីឈីបានឆាប់នាំគេចេញពីចាងតុងដើរទៅត្រង់កុំងាក ចុះលោកបងគិតយ៉ាងម៉េច ព្រួញសម្រាប់ទេវតា3ព្រួញមិនអាចសម្រាប់ខ្ញុំបានទេសាកសមទេវតាសង្គ្រាមដែលធ្លាប់ធ្វើឲ្យកកើតក្រមមេឃមែនឋានជួបគ្នាច្រើនឆ្នាំនៅតែផ្ដល់តម្លៃឲ្យមនុស្សសញ្ចេតនាប៉ុន្តែគួរឲ្យស្ដាយនៅពីមុខព្រួញសម្រាប់ទេវតាគ្មានអ្នកណាអាចទប់បាន3ព្រួញទេងាប់ទៅ លោកបងឆាន់ ព្រួញទី1នៅសល់2ព្រួញទៀតអាចទទួលបានព្រួញទី1ដោយមិនប្រែទឹកមុខតាំងពីដើមមកឯងជាមនុស្សទី1ប៉ុន្តែព្រួញទី2ខ្ញុំនឹងបាញ់ដើមទ្រូងរបស់ឯងចាំទទួលទៅ ប៉កឆាប់គេចេញប៉កជាមនុស្សមិនអាចទទួលព្រួញទី2ទេ ទីឯងត្រូវជឿពុកដោយពុកជឿឯងអញ្ចឹងនៅតែជាក្មេងល្អ ប៉ហេតុអីបានប៉កមិនកាច់មិនបានជាប៉កមិនកាច់ ស៊ឺឈីភាពរឹងរូសមិនមែនជាកំហុសទេប៉ុន្តែឯងត្រូវដឹងបង្ករឿងត្រូវតែមានមនុស្សទទួលពិន័យ ប៉កខ្ញុំដឹងខុសហើយខ្ញុំមិនគួរមិនកាត់ពេលផលវិបាកសម្រាប់មនុស្សផ្ដេសផ្ដាស់ទេ ដឹងខុសចេះកែគឺជារឿងល្អ នេះជាព្រួញទី2នៅសល់មួយព្រួញចុងក្រោយ ស្ដេចនេះឆ្លៀតឱកាសនេះឲ្យខ្ញុំសម្លាប់វាទៅ ថយចេញជីវិតគេយើងចង់សម្លាប់ដោយផ្ទាល់ដៃ ឈិនស៊ីឡូវយើងទទួលស្គាល់ថាឯងខ្លាំងតែគួរឲ្យស្ដាយជីវិតឯងមិនអាចប្រៀបជាមួយនឹងជីវិតប្អូនប្រុសយើងបាននោះទេដូច្នេះឯងទាំង3ត្រូវតែស្លាប់ហេតុអីនិយាយបាត់ដៃខ្នងដៃចុះទៅឋាននរកសួរស្ដេចយមរាជទៅ អត់ទេប៉ក ចុះទៅឋាននរកសួរស្ដេចយមរាជទៅ អត់ទេប៉កលបងឆាន់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 លែងខ្ញុំលបងឆាន់ស្ដេចនេះឆាន់ស៊ីឡូវស្លាប់បាត់ហើយប៉កសំតោខ្ញុំធ្វើបាបប៉ក កូនបិសាចបើដឹងមានថ្ងៃនេះកុំប្រព្រឹត្តពីមុន ខ្ញុំនឹងសម្លាប់លោកឯងវិញសងសឹកឲ្យប៉ក ហ
នាងល្អិតថ្ងៃនេះយើងនឹងប្រើលំពេញឪពុកនាងជន់អំណើនាងទៅវិញដូចគ្នា ខ្ញុំចង់សម្លាប់ឯង បាក់សីនៅក្នុងទ្រុងកង្កែបនៅក្នុងអណ្ដូងទោះបីនឹងជាទេពធីតាឥឡូវនាងនៅតែចាញ់យើងដដែល ឆេងយិនចឹងលោកនិយាយថាឲ្យតែលបងឆាន់ទទួលបាន3ព្រួញលោកដោះលែងសេឈីលោកឯងនិយាយមកគោរពសម្ដីមិនសមជាម្ចាស់វិមានស្ដេចនេះទេ គួរតែបន្ទោសវាក្លាហានប៉ុន្តែវាមិនឆ្លាត ឆេងយិនចឹងលោកជាសត្វពាក់ស្បែកមនុស្សបើចិត្តខ្លាំងសម្រាប់ខ្ញុំចោលទេ កុំទះសាយើងសម្រាប់នាងល្អិតនេះហើយយើងមករកនាងចេញទៅមិនចង្រៃយើងមិនជន់នាងឲ្យទៅជួបគ្នានេះចង្រៃយកមិនចឹងយ៉ាងមិននឹងចង្រៃយកមិនបានចេញចឹង ស្ដេចនេះជាវិញ្ញាណការពារលំពេញស្ដេចត្រាញ់ឈិនស៊ីលើមិនធន់ងាត់ ថាម៉េចឆាប់ឡើងឆាប់សម្រាប់វាទៅមានអ្នកណាម្នាក់អាចប៉ះពាល់កូនស្រីយើងបានទេ ពុកមិនទាន់ស្លាប់ទេ ឈីឯងត្រូវជឿពុកមិនអាចទេដាច់ខាតមិនអាចទេត្រូវបីព្រួញទេវតាក៏មិនរស់ដែរ 3ព្រួញសម្រាប់ទេវតាមនុស្សធម្មតាទប់មិនជាប់ប៉ុន្តែបេះដូងឲ្យពុកអាចទប់ជាប់ បិទមាត់ទៅត្រីថោកទៀតឈិញយើងចឹងដោះលែងសឿយើងនឹងកូនស្រីយើងបើមិនចឹងទេថ្ងៃនេះជាថ្ងៃស្លាប់របស់ឯង គិតថាយើងស្លាប់យើងជាម្ចាស់វិមានស្ដេចនេះឯងគ្មានកងទ័ពមកពីណាទីបានអីសម្រាប់យើងទៅគ្មានកងទ័ពតើវាយ៉ាងម៉េចចង់សម្រាប់ឯងអ្នកណាអាចរាំងយើងបានចូលទៅឈិនស៊ីលើយើងជាដៃគូឯង ហេតុអី បកកុំខ្វល់នឹងខ្ញុំក្រុមហន្តរៃមកដល់ហើយ ស៊ឺឈីស៊ឺឈី បកលេហើយក ុំស៊ឺឈីថយក្រោយ បកអត់ប្រយោជន៍ទេក្រុមហន្តរៃមាន9មួយមកខ្លាំងជាងមួយមកបកថយចេញទៅកុំលះបង់ជីវិតខ្លួនឯងអន់ពើអី ពុកមិនខ្វល់ទេអ្នកណាមិនខ្វល់ក៏អត់ទៅប៉ុន្តែឯងជាកូនស្រីពុកណា ខ្ញុំសុំបកឆាប់ខ្វល់ពេលខ្ញុំទៅ ពុកមិនខ្វល់ទេថយក្រោយ បកបើមានជាតិក្រោយខ្ញុំនឹងធ្វើកូនបកទៀត ពុកមិនជឿរឿងជាតិក្រោយទេហេ បកជាមនុស្សធម្មតាមិនអាចទប់ទល់ក្រុមហន្តរៃ ជា បាន មនុស្ស ទេ ធម្មតាប៉ុន្តែពុកចំពុករបស់ឯង ឆាប់ថយចេញទៅបក នោះវាមានស្ដេចនាងទាំងអស់ដកថយ លបងឆិនបកស៊ឺឈីលបងឆិន ថយក្រោយ កុំចូលមក ប៉ុន្តែ ថយចេញ បកខ្ញុំមិនមែនកូនស្រីបកទេបកសុខចិត្តលះបង់ជីវិតដើម្បីខ្ញុំគ្មានតម្លៃទេ ឯងជាកូនស្រីពុកពីមុនយ៉ាងម៉េចគឺនៅតែជាកូនស្រីរបស់ពុកថ្ងៃក្រោយឯងក៏ជាកូនស្រីពុកដែរ បក បកតកថាខ្ញុំបបកតែចាបកតកឲ្យខ្ញុំស្លាប់ទេ អ្នកណាក៏មិនអាចឲ្យឯងស្លាប់ដែរទោះបីជាព្រះអិននៅឋានលើក៏មិនបានដែរ
យើងមិនឲ្យឯងស្លាប់ទេនេះជាក្រុមហន្តរាយខ្ញុំខ្លួនឯងខ្ញុំជាអ្នកទទួលស៊ឺឈីក្តីស្លាញ់របស់ឪពុកម្ដាយជ្រៅជ្រៅជាងមហាសមុទ្រឲ្យតែពុកនៅមានដង្ហើមពុកមិនឲ្យឯងមានរឿងអីទេស៊ឺឈីបុកខ្ញុំចាំមិនហើយអបអសាទរស៊ឺឈីឯងឆ្លងផុតគ្រោះថ្នាក់ហើយថាម៉េចខ្ញុំខ្លាចជាទេវតាវិញហើយចាប់ពីថ្ងៃនេះទៅឯងជាទេពធីតាតូចពិតប្រាកដហើយណ៎អត់ទេឯណាពុកខ្ញុំអាយ៉ាគេមិនមែនពុកឯងទេគេគ្រាន់តែជាភ្ញៀវម្នាក់ពេលចុះទៅឋានកណ្ដាលតែប៉ុណ្ណោះអត់ទេគាត់ជាពុកខ្ញុំលោកគ្រូខ្ញុំសូមវល់ឲ្យខ្ញុំជួបពុកខ្ញុំម្ដងទៀតទេឯងច្បាស់ហើយហ៎ថាចង់ជួបគេនោះច្បាស់ហើយខ្ញុំត្រូវតែជួបពុកខ្ញុំគេជួយពាំងគ្រោះមហន្តរាយឲ្យឯងប៉ុន្តែគេជាមនុស្សលោកគេត្រូវលះបង់ជីវិតដើម្បីជួយឯងតើដឹងដែរទេអត់ទេខ្ញុំមិនអាចពុកស្លាប់ទេលោកគ្រូសូមវល់ជួយពុកខ្ញុំផងគ្រូមិនអាចជួយគេបានទេមានតែឯងទេដែលអាចជួយគេបានតើដឹងដែរទេខ្ញុំជួយបានខ្ញុំជួយពុកយ៉ាងម៉េចទេនៅចំពោះមុខឯងមានជំរើសពីរទី1កាត់ផ្ដាច់មនុស្សលោកធ្វើទេពធីតាដដែលមិនមានពាក់ព័ន្ធជាមួយនឹងឋានកណ្ដាលទៀតទេចុះទី2លះបង់បុណ្យបារមីដែលឯងខំទទួលគ្រោះថ្នាក់ទាំង9ឯងនឹងបាត់បង់គ្រប់យ៉ាងមិនអាចត្រឡប់មកឋានសួគ៌ជារៀងរហូតការដោះដូរនេះឋានសួគ៌នឹងជួយសង្គ្រោះជីវិតឪពុកឯងឲ្យរស់ឡើងវិញខ្ញុំរើសយកទី2ច្បាស់ហើយមិនពិចារណាម្ដងទៀតទេឆ្លងផុតដំណាក់កាលមហន្តរាយឥឡូវចង់បោះបង់ចោលវិញគួរស្ដាយណាស់ខ្ញុំមិនពិចារណាទៀតទេពុកព្រោះតែជួយខ្ញុំគាត់សុខចិត្តលះបង់ជីវិតខ្ញុំគ្រាន់តែបាត់បង់សិទ្ធិធ្វើជាទេវតាមានអីគួរឲ្យស្ដាយទេកូនល្អទីបំផុតដឹងពីក្តីស្រឡាញ់ហើយតើនៅលើโลกនេះមិនមែនសុកកើតក្តីស្រឡាញ់ទេហើយក៏មិនមែនសុកទៅជាស្អប់ដែរគ្រូបានត្រឹមតែបង្រៀនឯងហេតុផលធ្វើជាមនុស្សបង្រៀនឯងចេះការពារខ្លួនចេះការពារសុខភាពយ៉ាងណាប៉ុន្តែមានតែឪពុកទើបអាចបង្រៀនពីក្តីស្រឡាញ់ដល់ឯងគេប្រើកងចាក់ជីវិតបង្ហាត់ឯងឲ្យដឹងពីក្តីស្រឡាញ់កុំចេះតែបង្ករឿងគេសុកចិត្តលះបង់រូបកាយមនុស្សជួយពាំងគ្រោះមហន្តរាយឲ្យឯងនោះទើបហៅថាការស្លាប់ដោយការគោរពការពារជីវិតម្ដងហើយម្ដងទៀតដោយមិនខ្លាចគ្រោះថ្នាក់ខ្លួនឯងទេធំធេងណាស់ធំធេងជាងមហាសមុទ្រទៅទៀតគឺជាក្តីស្រឡាញ់របស់ឪពុកម្ដាយលោកគ្រូខ្ញុំសុខចិត្តលះបង់ជាទេវតាសៀវឈីឪពុកឯងសុខចិត្តលះបង់ជីវិតដើម្បីជួយឯងឲ្យក្លាយជាទេវតាវិញឯងបានជោគជ័យហើយគេស្លាប់ជារឿងសមហេតុផលនេះជាលទ្ធផលដែលគប្ប្រសើរលទ្ធផលដែលឪពុកឯងចង់ឃើញគ្រូសួរឯងជាលើកចុងក្រោយឯងច្បាស់ទេថាមិនស្ដាយក្រោយលោកគ្រូគុណលោកគ្រូខ្ញុំមិនភ្លេចទេហើយយ៉ាក្រោកឡើងមកក្រោកឡើងនំខ្ពស់យ៉ាងណាសមុទ្រជ្រៅប៉ុណ្ណាលោកគ្រូសិស្សលាសិនហើយទៅចុះសៀវឈីលបងឈិនសើឈីលបងឈិនសុំវ៉ឆាប់ដឹកខ្លួនវិញមកលបងឈិនឈិនយិនចឹងលោកចង់ធ្វើអីខ្ញុំសួរនាងឈិនស៊ីឡូវម្ដងនេះស្លាប់ហើយនៅមានពាក់ព័ន្ធជាមួយវិមានស្ដេចនេះទេស្រាយចេញមិនចង់ផឹកស្រាពីនៃចង់ងាប់ហើយកូនបិសាច
មិនបានជ្រៀងនៅរស់យើងម្នាក់ទៀតអូទោះជាពុកកូនរបស់ឯងមិនទាន់ស្លាប់តែវាយ៉ាងម៉េចឯងត្រូវរំទះមេឃីហើយនៅតែដង្ហើមចុងក្រោយមិនយូរប៉ុន្មានទេឯងនឹងស្លាប់ឯងមិនអាចរស់ទៀតបាននោះទេមែនទេប៉កយើងធ្វើឲ្យវាភ្លឺភ្នែកតែឥឡូវចាំមិនវិញខ្ញុំចោះចាញ់ហើយនិយាយស្អីក៏អត់ប្រយោជន៍ដែរចាំស្លាប់ទៅស៊ីកុំអីប៉កខ្ញុំមិនឡាច់គេលេងហ្នឹងទេពធារាតូចដោះលែងខ្ញុំបានទេទុកជីវិតឲ្យខ្ញុំផងទុកជីវិតក៏បានតែថ្ងៃក្រោយឲ្យតែឈិនសេឈីខ្ញុំនៅជាងតុងឯងនឹងមនុស្សវិមានស្ដេចនេះមិនឲ្យឈានចាញ់ចូលជាងតុងទេធ្វើបានអត់អូយបានថាចេញអូបានអើយថយចេញលបងឈិនអ្នកទាំងពីរធ្វើឲ្យខ្ញុំភ័យចង់ស្លាប់បងស្រីនៅហើយលបងឈិនអីទៀតពុកខ្ញុំដណ្ដើមបងមកហើយបងគួរតែឲ្យគាត់ទទួលខុសត្រូវមែនហើយលោកដណ្ដើមខ្ញុំមកត្រូវតែយកខ្ញុំរឿងនេះមិនល្អទេដឹងអាយ៉ាពុកតែជាមនុស្សស្រីហ៊ាននិយាយប៉ុណ្ណឹងហើយពុកជាមនុស្សប្រុសនៅអល់អាចអីទៀតព្រមតែល្អខ្ញុំដណ្ដឹងនាងអូយេបងស្រីស្អាតខ្លាំងជាម៉ាក់ស្អាតហើយខ្ញុំបានចូលរួមមកកការពុកម៉ែហើយមិនបង្ខំរៀបការទេចាំអញវាសមការសិនហាមិនមែនទេទេពធីតាត្រូវតែរៀនដែរខ្ញុំយល់ថាអាណាព្យាបាលបរិច្ចាគប្រាក់ឲ្យអ្នកគ្រូមិនមែនជារឿងផ្ដោតប្រយោជន៍ដល់សង្គមនិងជាទម្រាំមិនត្រឹមត្រូវទៅវិញទេម្យ៉ាងទៀតហាមាត់មក1លានដូចជាជ្រុលពេកហើយជ្រុលពេកសាលាលំដាប់ថ្លៃមានអីទៅជ្រុលពេកទៅហ៎បើគ្មានលុយទេគ្មានទៅបើក្រទេមិនចាំបាច់បញ្ជូនកូនមករៀនសាលាថ្លៃទេខ្ញុំបញ្ជូនកូនមកទីនេះដើម្បីទទួលការអប់រំល្អមិនមែនមកប្រៀបធៀបជាមួយអ្នកណានោះទេឲ្យប្តីខ្ញុំលុតជង្គង់កាត់តែពួកលោកហ៊ាននិយាយបងខ្ញុំចាំបាច់ត្រូវតែរៀនមែនទេខ្ញុំជាទេពធីតាតូចណាអាយ៉ាសើឈីឆ្លាតតែរៀនសប្បាយណាស់មិនមិត្តភក្តិច្រើនរីករាយគ្រប់ពេលណាអត់សប្បាយទេបងនឹងបងស្រីពេលណាទៅរៀបការមានតែរៀបការទេទៅសប្បាយល្អកូនខំរៀនសុទ្ធទៅចាំពុកនឹងអាយរកពេលវេលាចាំពុកប្រាប់ឯងអញ្ចឹងពុកឆាប់ទូរស័ព្ទទៅបងស្រីបញ្ញាប់កំណត់ពេលវេលាទេល្អអញ្ចឹងពុកទូរស័ព្ទទៅបងស្រីអូខេនេះឃើញទេចាប់ព្រានទេនាងចង់និយាយពីខ្ញុំមែនទេមនុស្សរកចិត្តលោកឯងហ្នឹងយកទូរស័ព្ទមកថតសពុតគេអូអត់ទេបាញ់ខ្ញុំដោះសោទូរស័ព្ទអន្តើខ្ញុំចាប់បាននៅមុខហើយនៅបកាយទៀតអ្នកទាំងអស់គ្នាជួយចាប់មនុស្សរកចិត្តនេះផងថោកទាបណាស់ឯងជំនួសរកចិត្តអីចង់ត្រូវហើយណែខ្ញុំសុំពមៀនកុំប៉ះពាល់ពុកខ្ញុំណាព្រះហើយមានក្មេងរកចិត្តម្នាក់ទៀតរួមគំនិតគ្នាធ្វើស្មុកគ្របណែថាឲ្យខ្ញុំបានតែក៏មូលបង្កាច់កូនស្រីខ្ញុំឃើញទេគេសារភាពថាគេថតខ្ញុំសារភាពត្រង់ណាមើលទៅដោយមនុស្សត្រឹមត្រូវមិនគួរធ្វើអំពើបែបហ្នឹងទេមែនហើយមានទាំងកូនស្រីទៀតផងថាម៉េចអ្នកអរគ្នាអត់ជឿខ្ញុំទេហ៎ខ្ញុំគឺជានិស្សិតមហាវិទ្យាល័យជាស្រីកំមុំថាតើមើលរឿងអីខ្ញុំយកភាពស័ក្តិសមរបស់ខ្លួនឯងមកលេងសើចអ្នកនាងកុំយំអីខ្ញុំជឿនាងមនុស្សស្រីដាច់ខាតមិនយកភាពស័ក្តិសមខ្លួនឯងមកមួលបង្កាច់អ្នកណាទេអ្នកទាំងអស់គ្នារយុទ្ធទៅធ្វើឲ្យខ្ញុំផងមនុស្សរកចិត្តបែបនេះខ្ញុំជួបច្រើនហើយម្នាក់ចាស់រ៉ាប់រងខាងថតបើសិនជាគេដឹងមីមួយតូចចេញមុខធ្វើជាកំសត់ឲ្យគេអាណិតធ្វើអញ្ចឹងដោយជ្រុលពេកហើយប្រើប្រាស់កូនក្មេងធ្វើទង្វើថោកទាបបែបនេះមិនខ្លាចកម្មពីទេអីនិយាយតែផ្ដាចេះតែចាត់ប្រកាន់គេស៊ីឈីកុំឆេឆាវពុកខ្ញុំត្រង់មិនបានទេខ្ញុំចង់បដៅពួកគេម្ដងហើយយ៉ាពួកគេចង់វាយខ្ញុំវិញអ្នកនរគ្នាជួយថត់ជាផ្ោះតាំងផ្សាយផ្ទាល់បើអាក្រាតពួកគេទៅមនុស្សរកចិត្តគ្មានការអប់រំមែនចង់វាយគេទៀតទេចាំមើលយើងហ៊ានធ្វើអីឯងទេចាំមើលយើងហ៊ានធ្វើអីឯងទេណាមីងកុំឆេឆាវខ្ញុំគ្រាន់ចង់ប្រាប់ថាខ្ញុំមិនមែនរកចិត្តទេហើយមិនមែនរកចិត្តទេគ្រប់គ្នាឃើញទេខ្ញុំអាយុជាង50ទៅហើយក៏គេមិនលើកលែងឲ្យដែរមនុស្សរកចិត្តលួចថត់ខ្ញុំក៏ហេតុតែចាស់ចំខិតលើសូម្បីមនុស្សចាស់សំជាមនុស្សទេមិនស្មើសត្វដេរឆានផងអត់ទេគាត់ចង់វាយខ្ញុំគ្រាន់ការពីខ្លួនទៅចាំម៉េចមនុស្សរកចិត្តចង់វាយខ្ញុំវិញហីមកដាក់កន្លែងនេះមកដាក់កន្លែងនេះមកពុកលេងឯងខ្ញុំទៅទុកខ្ញុំអ្នកណាអាយ៉ានាងពិតជាយល់ច្រឡំហើយអម៉េចមិនខ្ញុំបើកទូរស័ព្ទប្រងទេលោកនិយាយអញ្ចឹងរូបថតក្នុងទូរស័ព្ទច្បាស់ជាលុបចោលអស់ហើយដើម្បីបំបិតផោះតាំងខ្ញុំទទួលស្គាល់អីបើខ្ញុំមិនទៅបានបើកកាមេរ៉ាផងនឹង
ទាំងអស់គ្នាស្ដាប់បាននៅគេទទួលស្គាល់ថាគេលួចថត បានហើយចេះចុះបើកទូរស័ព្ទរបស់ខ្ញុំទៅក្នុងនេះសុទ្ធតែជារូបថតខ្ញុំនិងកូនស្រីខ្ញុំ ខ្ញុំទៅខ្ញុំវាយទាំងស្រីម្នាក់នេះទៀត មើលណាមើលទៅនេះសុទ្ធតែជារូបរបស់ខ្ញុំទាំងអស់ ក្រែងថាជារូបថតកូនស្រីឯងគេជាអ្នកណាអេទាំងអស់គ្នាមើលម្នាក់នេះជាអគ្គនាយិកាសម្ព័ន្ធតកូលសង្ឃអ៊ីយើងតា ត្រូវហើយ មិន ត្រូវ បានលោកមាន ហើ រូប យ ថតគេ នៅនាងសងជាមិត្តភក្តិខ្ញុំ មិនមែនមាត់ភ័ក្រទេគាត់ចិត្តខ្លាចជាប្រពន្ធពុកខ្ញុំហើយ សេឈីកុំចេះលូកមាត់ សង្ឃអ៊ីយើងខ្លាចជាប្រពន្ធលោកពីអង្ការ ឥឡូវមិនទាន់ខ្លាចជាប្រពន្ធទេ យោឥឡូវមិនទាន់ជាប្រពន្ធថ្ងៃក្រោយទៅជាប្រពន្ធមិនមើលខ្លួនឯងមានឋានៈទូនាទីជាអ្វីហើយគេមានឋានៈប៉ុណ្ណា មែនហើយមិនត្រឹមតែជាមនុស្សរោគចិត្តទេថែមទាំងយល់សបិនទាំងថ្ងៃទៀតនេះ លោកទៅជាមនុស្សរកចិត្តគាត់ជាប្រពន្ធពុកខ្ញុំមែនណា នៅក្មេងសោះចាប់ផ្ដើមកាត់តាមឪពុកខ្លះហើយតើសំមុខហើយ ត្រូវហើយក៏នៅឆ្ងាយពីគេបន្តិចថាមិនត្រូវទៅតែលួចរត់ចេញពីមន្ទីរពេទ្យឈួតអាចនឹងមានជំងឺឆ្កែឈួតជាប់ខ្លួនក៏ថាបាន ពុកខ្ញុំត្រាំលែងបានហើយខ្ញុំហាញ់មកគេសិន នៅក្មេងទេតែនិយាយអីអាក្រក់ស្ដាប់ខ្លាំងម្ល៉េះគ្មានការអប់រំមែន ក្មេងគួរតែមានការអប់រំខ្លះតាមខ្ញុំយល់មនុស្សចាស់គឺយើងចាប់យកដាក់គុកហើយក្មេងយើងយកដាក់មណ្ឌលកុមារទៅ តាមមើលបើមិនសួរចម្លើយមិនបានទេខ្ញុំប្តឹងប៉ូលីសហើយចាំប៉ូលីសមកដល់ទាំងអស់គ្នាជួយធ្វើសាកសីឲ្យខ្ញុំផង ឃើញអយុត្តិធម៌ចេញមុខជួយគ្នាបានជាឃើញហើយត្រូវជួយធ្វើសាកសីធ្វើយ៉ាងណាពីនៃពួកគេឲ្យបាន មិនខុសទេបញ្ជូនដាក់គុកកុំឲ្យដើរបំផ្លាញសង្គមទៀត ខ្ញុំទ្រាំអស់ចិត្តហើយញ៉េ សេឈីកុំព្រេបដាស់ណា ពុកថយចេញទៅឲ្យខ្ញុំបដៅមនុស្សមាត់ប្រហុកនេះសិ សេ ន ឈីឯងសន្យានឹងពុកហើយថាមិនឆៅឆៅទៀតទេ ពួកគេនាំយកអាវុធមកលើរថយន្តក្រុង ហើយមិនមែនទេ ឲ្យចុះតាមពីយ៉ាងម៉េចហ៊ាននិយាយទៀតប្រយ័ត្នខ្ញុំហាញ់មាត់នេះ កុំនិយាយអត់ប្រយោជន៍ទៀតអាឡប៊ុំរកថតខ្ញុំឲ្យនឹងមើលរួចហើយកុំចោទប្រកាន់ខ្ញុំទៀតបានទេ ខ្ញុំចោទប្រកាន់ប្តីខ្ញុំជាម្ចាស់ស្ថានីយ៍ទីនេះនៅកន្លែងរបស់គាត់លោកហ៊ានមករឹងផង ល្អលើកនេះមនុស្សរោគចិត្តរត់ត្រាមិនរួចទេ ត្រូវហើយដល់ចំណត់បញ្ជូនពួកវាទៅឃុំឃាំងខ្ញុំត្រូវទៅទិញម្ហូបផង ក្រែងនិយាយថាជាស្រីកុំមកម៉េចមិនក៏ថាមានប្តីទៅហើយនាងតូចចែកសួរបអត់ទៀតឪពុកនាងលួចថតខ្ញុំនេះគឺជាការពិតថ្ងៃនេះពួកនាងស្លាប់មិនខានទេធ្វើជាមនុស្សកុំមោទនភាពពេកខ្ញុំនិយាយអាក្រក់ស្ដាប់បន្តិចមិញអាចសង្ស័យរកពីពុកខ្ញុំតែកុំសង្ស័យរសជាតិរបស់គាត់ដូចមិញអញ្ចឹងឯងពុកខ្ញុំមិនឃ្លានថតទេហើយយ៉ាមីល្អិតនេះថាអ្នកណាមោទនភាពថាអ្នកណាចាត់ពុកខ្ញុំលោកប្តីមនុស្សរកចិត្តនេះឲ្យលួចថតអូន ត្រូវហើយពួកខ្ញុំអាចធ្វើសាកសី ឆា បាន ប់បញ្ជូនគេទៅប៉ប៉ូលីសទៅរំខានខ្ញុំទិញម្ហូបហើយ សួស្តីលោកឈិន ហ៎លោកប្តីបងឡាប់ទេអីគេជាអ្នកលួចថតខ្ញុំគឺជាមនុស្សរកចិត្តមិនបានជាគោរពគេទៅវិញហ៎អូ ហើយយ៉ាងវាយច្រឡំមនុស្សទេដឹងនេះ ម្ចាស់ស្ថានីយ៍ស្អីឲ្យលោកចាប់មនុស្សរកចិត្តមិនបានវាយគេទៅវិញ ផ្ទះកំភ្លៀងលោកឈិនអ្នកស្រីសុងរងចាំយូរហើយសូមអញ្ជើញ អ្នកស្រីសុងគឺនាយិកាសុងអីយ៉ាងហ្នឹងហ៎ នៅមានអ្នកណាទៀត មិនអាចទេខ្ញុំមិនជឿសុងអីយ៉ាងមិនខ្លាចជាប្រពន្ធគេ ចេះចោតប្តីអ្នកនាងសុងអីយើងលួចថតមិនមិននោមយកឆ្លោះមើលមុខខ្លួនឯងទៅហើយ មកពីឯងហ្នឹងធ្វើឲ្យខ្ញុំជាមនុស្សចាស់ត្រូវមួយកំភ្លៀងដែរខ្ញុំសងនាងវិញណា ម៉ាក់ស្អាត អីយើងមិនក៏មកដែរ ថ្ងៃនេះជាថ្ងៃទី1ដែលសៀវឈីចូលរៀនក្នុងនាមជាម៉ាក់ស្អាតរឿងអីត្រូវអវត្តមាន ហើយមិនក៏ឆាប់ចូលទួយ៉ាងនេះ រឿងរបស់ទេពធីតាតូចកុំខ្វល់សៀវឈីតើយើងទៅរៀនជាមួយម៉ាក់លោកខាងនេះរំខានលោកបាក់ឡានជូនម្ដាយកូនពួកខ្ញុំទៅរៀន អូបាន ហើយយ៉ាខ្ញុំស្រាប់តែភ្លេចរឿងនេះបាត់ទៅចាំមកភ្លេចសៀវឈីអ្នកទាំងពីរទៅមុនទៅខ្ញុំមានការប្រជុំបន្ទាន់ អូឡោះសួស្តីក្រែងត្រូវប្រជុំអាណាព្យាបាលអ្នកគ្រូជាមិនក៏មិនតមកដល់ទៀតលោកសួរខ្ញុំទៅសួរអ្នកណអូលោកគ្រូជា ការប្រជុំអាណាព្យាបាលកូនសិស្សចេញទៅចាំនៅទីធ្លាខាងមុខ ស៊ីឈីទៅចាំពុកនៅខាងក្រៅបន្តិចទៀតពុកទៅរក អ្នកទាំងអស់គ្នាច្បាស់ជានិយាយសារតែគ្មានជំរឿសទេដោយសារផ្ទះខ្ញុំនៅឆ្ងាយគ្មានឡានជិះទើបបាត់ជិះមកយឺតគ្រូនៅក្នុងសាលាមានស្ថានភាពប្រហាក់ប្រហែលគ្នាលោកនាយកប្រមាណថ្ងៃមុនបើកការប្រជុំចង់ទិញឡានមួយគ្រឿងទុកដឹកគ្រូប៉ុន្តែការចំណាយក្នុងសាលាមានកំណត់ដូច្នេះរឿងនេះមានតែបំភ្លេចចោលសិនទេ ជាសាលាឯកជនលំដាប់ខ្ពស់ជាងគេនៅទាំងតុងអ្នកគ្រូមិនបានជាគ្មានឡានជិះអញ្ចឹងដូចជាផ្ទះកំភ្លៀងអាណាព្យាបាលសោះហើយនោះត្រូវហើយ
យោបល់ខ្ញុំអាណាព្យាបាលទាំងអស់រែងគៀប្រាក់ជូនអ្នកគ្រូទុកលុយទិញឡាន បរិច្ចាគប្រាក់មិនកាត់ទេខកប័ណ្ណបញ្ជីផ្ទៃក្នុងប៉ុន្តែទឹកចិត្តអ្នកទាំងអស់គ្នាខ្ញុំមិនអាចបដិសេធបំណងល្អនេះទេ ទិញឡានជូនអ្នកគ្រូក៏ដូចជាដើម្បីកូនកូនជារឿងសមហេតុផលកង្ខ្វល់នឹងប័ណ្ណបញ្ជីផ្ទៃក្នុងអីមកពីអាណាព្យាបាលសិស្សមានទឹកចិត្តចង់ជួយ ហើយគំនិតខ្ញុំយើងម្នាក់បរិច្ចាគ1លានជូនអ្នកគ្រូទើបអាចទិញឡានបានសមរម្យបន្តិច ខ្ញុំឯកភាពគឺថាអ្នកទាំងអស់គ្នាបរិច្ចាគ1លានដូចជាច្រើនពេកទេដឹងលោកអាណាព្យាបាលខ្ញុំនិយាយហើយតើទីនេះគឺជាសាលាលំដាប់ខ្ពស់បរិច្ចាគម្នាក់1លានមានអីអស់ចោលខ្ញុំយល់ថាអាណាព្យាបាលបរិច្ចាគប្រាក់ឲ្យអ្នកគ្រូមិនមែនជារឿងផ្ដល់ប្រយោជន៍ដល់សង្គមនិងជាទម្រាំមិនត្រឹមត្រូវទៅវិញទេម្យ៉ាងទៀតហាមាត់មក1លានដូចជាជ្រុលពេកហើយជ្រុលពេកសាលាលំដាប់ថ្លៃមានអីទៅជ្រុលពេកទៅហ៎បើគ្មានលុយទេគ្មានទៅបើក្រទេមិនចាំបាច់បញ្ជូនកូនមករៀនសាលាថ្លៃទេខ្ញុំបញ្ជូនកូនមកទីនេះដើម្បីទទួលការអប់រំល្អមិនមែនមកប្រៀបធៀបជាមួយអ្នកណានោះទេប្រៀបធៀបមើលទៅលោកឯងដូចជាក្រណាស់ហើយចង់ប្រៀបធៀបជាមួយអាណាព្យាបាលផ្សេងទៀតសាលានេះសុទ្ធតែពុកម្ដាយអ្នកមានត្រឹមតែជាអ្នកក្រវាយឆ្នាំងវាយប៉ាត់បញ្ជូនកូនមករៀនសាលាលំដាប់ខ្ពស់គិតថាខ្លួនឯងអាចចោះចូលសង្គមគេលោកបាកុំខឹងអីឋានៈលោកជាដៃគូសហការសំខាន់ជាមួយសម្ព័ន្ធត្រកូលសង្ឃដែលមានគម្រោងដល់ទៅរាប់ពាន់លានចាំបាច់ខឹងជាមួយមនុស្សធន់អន់ធ្វើអីលោកប្អូនស្ដាប់បានហើយនៅក្នុងដៃខ្ញុំមានគម្រោងពាន់លានលោកឯងបើមានត្រឹមតែ1លានលុតជង្គង់លិតស្បែកជើងរបស់យើងឲ្យស្អាតថាមិនត្រូវយើងស្បែកចិត្តជួយចេញ1លានឲ្យឯងណ៎ល្អទេលុតទៅលុយ1លានណា នេះគឺជាឱកាសល្អរកឯណាក៏គ្មានដកវាងឲ្យលិតស្បែកជើងគឺឲ្យតម្លៃលោកហើយឲ្យប្តីខ្ញុំលុតជង្គង់កាត់តែពួកលោកហ៊ាននិយាយ ស្រីស្អាតម្នាក់នេះដូចជាធ្លាប់ស្គាល់មុខអាណាព្យាបាលសិស្សយើងធ្លាប់ស្គាល់គ្រប់គ្នាពីមុនមកស្រីស្អាតសំណោះពិតជាមិនអន់មែនបងមានលុយយល់អូទុកប្តីអូនចោលទៅនឹងជាមួយបងអូយឈួតទេអាមិនក្វាយយើងខ្ញុំផ្ទះលោកយ៉ាងម៉េចយើងអូតាមពិតនឹងអាក្រីក្រមម្នាក់នេះជាក្រុមតែមួយតើទីនេះជាសាលារៀនពលមាត់ខ្លួនឯងឲ្យស្អាតបន្តិចទៅអ្នកគ្រូជួយនិយាយបន្តិចទៅមើលគេហ៊ានវាយមនុស្សនៅក្នុងសាលាតើមានច្បាប់ទេនៅមានទេអ្នកនាងខាងនេះដូចជាមិនធ្លាប់ឃើញអ្នកនាងជាអាណាព្យាបាលសិស្សណាដែរខ្ញុំជាម៉ាក់របស់ឆិនស៊ូឈីពួកខ្ញុំគឺចិត្តរៀបការហើយរៀបការស្រីស្អាតមិនបានជ្រើសរើសជាមួយអាក្រនេះទៅវិញនឹងគិតអីគូក្បាលនឹងមិនបញ្ហាទេដឹងប្តីខ្ញុំមនុស្សយ៉ាងម៉េចមិនបាច់លោកចេះវាតម្លៃទេបើលោកនិយាយទៀតប្រយ័ត្នត្រូវអ្នកគ្រូជាគេចង់វាយខ្ញុំទៀតហើយម៉ាក់ឈិនស៊ីឈីយើងកំពុងប្រជុំអាណាព្យាបាលសូមគោរពរំខានស្ដាប់ផ្នត់សាលាពុំនោះទេខ្ញុំមានតែជើងចេញពីថ្នាក់រៀនជួបជុំអាណាព្យាបាលអស់សម្ដេចណាស់ខ្ញុំស្មានថាជាមូលនិធិបរិច្ចាគប្រាក់ទិញឡានបែបចាប់ចម្រិតគេដោយគុណធម៌ម៉ាក់ឈិនស៊ីឈីការបរិច្ចាគប្រាក់នេះអាស្រ័យលើទឹកចិត្តតខ្លួនអ្នកណាព្រមបរិច្ចាគក៏ព្រមអ្នកណាមិនចង់ក៏មិនបង្ខំដែរមែនហើយមកនិយាយថាមិនបង្ខំតែបើគ្រប់គ្នាបរិច្ចាគមានតែពួកខ្ញុំមិនបរិច្ចាគអ្នកគ្រូអាចធានាបានទេថាកូនស្រីខ្ញុំរៀនក្នុងសាលានេះទទួលបានការយកចិត្តទុកដាក់ស្មើគ្នាគ្រប់គ្នាគេបរិច្ចាគនឹងមិនបរិច្ចាគហេតុអីក៏មិនចេះគិតមើលទៅវាជាបញ្ហាខ្លួនឯងមែនហើយរៀបការជាមួយប្តីអ្នកក្រសំបីលុយ1លានក៏គ្មានកើតតែចង់ឲ្យកូនរៀនសាលាលំដាប់អ្នកទាំងពីរមិនអាចតំណាងមនុស្សគ្រប់គ្នាលុយមិនមែនបានមកដោយគ្រាន់តែខ្យល់គួតមកឲ្យទេបើពួកលោកចង់បរិច្ចាគអាចជួយអ្នកគ្រូដោយសម្ងាត់មិនមែននិយាយដល់បាត់ចំហពួកលោកធ្វើអញ្ចឹងដូចចាប់បង្ខំគេទាំងរស់អាណាព្យាបាលនៅទីនេះទាំងអស់សុទ្ធតែមានមុខមាត់នៅក្នុងសង្គមត្រឹមមកលុយ1លាននិយាយចំពោះពួកយើងដូចជាកំតិចក្រដាស់អញ្ចឹងមិនខុសទេនាងគ្មានលុយមិនមែនមានន័យថាពួកយើងគ្មានលុយទេទោះបីជាពួកលោកបរិច្ចាគគ្រប់គ្នាមិនមែនពួកលោកសុទ្ធតែធ្វើត្រូវសាលារៀនជាថ្នាក់បណ្ដុះអប់រំមនុស្សឲ្យមានគុណធម៌សច្ចធម៌តែពួកលោកមិនមែនឈឺឆ្អាលរឿងតម្លៃសិស្សទេរៀនបានចំណេះដឹងឬអត់នោះផ្ទុយទៅវិញពួកលោកខ្វល់ថាក្នុងផ្នែកគ្រូខ្លួនឯងគឺជាអ្នកមានជោគជ័យអត់ក្នុងសង្គមមានមនុស្សប្រភេទពួកលោកនឹងហើយតែមានទម្លាប់អាក្រក់គ្រប់គ្នាកន្លែងដែលកូនរៀនត្រូវយកចំណេះដឹងខ្លាយជាកន្លែងកខ្វក់ស្មោកក្រោបយើងអូននិយាយទៅណាម៉ាក់ឈិនស៊ីឈីកុំបង្ករឿងនៅទីនេះបើគ្មានប្រាក់មិនបរិច្ចាគក៏បានតែមិនអាចលើកកំណត់ខ្លួនឯងបង្ខំអ្នកដទៃទេខ្ញុំគ្មានប្រាក់ខ្ញុំចង់ទិញសាលានេះទាំងមូលខ្លាយជាកម្មសិទ្ធិខ្លួនឯងក៏បានដែរស្រីស្អាតអាហារញ៉ាំផ្ដេសផ្ដាស់បានតែសម្ដីមិនអាចនិយាយផ្ដេសផ្ដាស់បានទេមើលទៅប្តីនាងអ្នកក្ររហាមចង់ទិញសាលាលំដាប់ខ្ពស់ដូចជាគេគិតមិនដល់ទេវាងហ្វូគួយវាងសឺគ្រប់ត្រូវទេខ្ញុំនឹងហើយយ៉ាងម៉េចស្រីស្អាតអត់ធ្លាប់ឮឈ្មោះខ្ញុំដែរពឹងផ្អែកលើគម្រោងសម្ព័ន្ធត្រកូលសង្ឃផ្ដល់ឲ្យតែមានដង្ហាប់ដកបន្តចាំបាច់ធ្វើឯងនៅមុខខ្ញុំស្រីស្អាតកុំនិយាយអញ្ចឹងសម្ព័ន្ធត្រកូលសង្ឃជាក្រុមហ៊ុនលំដាប់ទី1នៅចង់តុងខ្ញុំអាចសហការជាមួយគេជាសមត្ថភាពរបស់ខ្ញុំទៅវិញប្តីរបស់នាងយាមទ្វារនៅត្រកូលសង្ឃបែបគេមិនយកផងណាដឹងដែរទេគេមិនយកទេឲ្យខ្ញុំយាមទ្វារអញ្ចឹងត្រូវសួរប្រពន្ធខ្ញុំសិនថាតើប្រពន្ធខ្ញុំដាច់ចិត្តដែរទេខ្ញុំមិនដាច់ចិត្តឲ្យប្តីយាមទ្វារក្រុមហ៊ុនខ្ញុំទេប្រពន្ធឯងដាច់ចិត្តឬអត់នឹងសម្ព័ន្ធត្រកូលសង្ឃយកឯងឬអត់មានអីពាក់ព័ន្ធគ្នាឯងកុំប្រាប់ថាប្រពន្ធឯងជាអ្នកក្តោបប្រាប់សម្ព័ន្ធត្រកូលសង្ឃឲ្យសោះណាឯងនិយាយត្រូវហើយក្រែងលោឯងស្គាល់សម្ព័ន្ធត្រកូលសង្ឃច្បាស់ហើយ
មិនបានជាអគ្គនាយិកាក្រុមហ៊ុនឈរនៅនឹងមុខបែរជាមិនស្គាល់ទៅវិញហ៎អគ្គនាយិកាគេហ្នឹងគួរអស់សំណោចណាស់យ៉ាម្នាក់នេះផ្កាយលេងសើចមែនសងអីយកជាអគ្គនាយិកាសម្ព័ន្ធត្រកូលសងស្អីស្អាតលេខ1ក្នុងតំបន់សម្បីឈីងជើអ៊ីនៅប្រទេស2នៅសៀងជាងក៏យកបានផងអូត្រូវហើយប្រពន្ធឯងរឿងស្អីស្អាតក៏ស្អាតហើយប៉ុន្តែបើប្រៀបនឹងនាយិកាសងខុសគ្នាដូចមិនហើយនឹងដូចអញ្ចឹងណាអីយាយធម្មតាអូនធ្វើការហេតុអីអតិថិជនសហការជាមួយអូនមិនស្គាល់អូនយ៉ាងអញ្ចឹងប្រភេទមនុស្សដូចជាគេសំបីប្រធានផ្នែករបស់ក្រុមហ៊ុនគេមិនដែលជួបផងកុំថាឡើយជួបខ្ញុំអូនឹងថាម៉េចបើខ្ញុំស្គាល់ប្រធានផ្នែកសម្ព័ន្ធត្រកូលសុងគិតយ៉ាងម៉េចហ៎និយាយទៅលោកចង់យ៉ាងម៉េចធ្វើអញ្ចឹងទៅល្អបើខ្ញុំស្គាល់ប្រធានផ្នែកអាជីវកម្មសម្ព័ន្ធត្រកូលសុងនឹងឲ្យប្តីនឹងយកលុយ1លានចេញមកបើគ្មានលុយត្រូវលុតជង្គង់លុតស្បែកជើងរបស់ខ្ញុំឲ្យស្អាតណាតែនឹងទីបើកមាត់បាត់មាត់ឲ្យគេលុតជង្គង់លោកកំពុងតែថតរឿងទេវតាសង្គ្រាមហ៎កុំនិយាយអបចោចអីហ៊ានភ្នាល់ដែរទីបងយល់មិនដែរហ៊ានយល់យ៉ាងម៉េចធ្វើតាមចិត្តគេទៅល្អប្តីខ្ញុំហ៊ានភ្នាល់ហៅគេមកល្អអាឡូលោកប្រធានលីគឺខ្ញុំណាខ្ញុំគឺសៀវាងថ្ងៃនេះជួបមនុស្សនិយាយផ្ដេសផ្ដាស់គេថាគេគឺជាអគ្គនាយិកាសម្ព័ន្ធត្រកូលសុងយ៉ាគេអួតក្អេងក្អាងនៅក្នុងសាលាខ្ញុំនេះទាំបានទេបើលោកមិនរវល់ទេលោកជួយមកសម្រួលបន្តិចទៅណាអូបាទបាទខ្ញុំនៅចាំបាទល្អណាស់ប្រធានលីរបស់សម្ព័ន្ធត្រកូលសុងយល់ព្រមមកជួបខ្ញុំហើយឯងរងចាំលុតជង្គង់លុតស្បែកជើងខ្ញុំឲ្យស្អាតហើយនឹងត្រៀមលុយ1លានចេញផងណាខ្ញុំគ្រាន់តែជួយដាស់តឿនលោកទេបើសិនជាលោកធ្វើនាងខឹងលោកប្រហែលជាគ្មានឱកាសលុតស្បែកជើងផងមើលទៅនោះល្បាម្នាក់នេះពាក់ស្បែកជើងកណាត់បើសិនជាលោកចាញ់លោកត្រូវខាត់ខ្លួនណាព្រោះស្បែកជើងនេះកាន់ក្អែលខ្លាំងណាស់ពិបាកលឹកណាស់ហើយឯងមិននិយាយវាស្លាប់មែនទេក្នុងសាលាមិនអនុញ្ញាតឲ្យអាណាព្យាបាលប្រៀបធៀបគ្នាទេប៉ុន្តែបន្លំធ្វើអ្នកផ្សេងជាបញ្ហាសិលធម៌សាលាជាកន្លែងអប់រំមនុស្សបើសុំអីតែអាណាព្យាបាលគ្មានសិលធម៌ក្នុងខ្លួនមិនអាចអប់រំកូនបានល្អទៅហើយអ្នកគ្រូចេះនិយាយស្ដីមានកម្រិតវប្បធម៌ខ្ពស់មកឈិនស៊ីឈីកុំនិយាយឌឺដងឲ្យខ្ញុំការប្រមូលលុយពីអាណាព្យាបាលវាខុសមែនប៉ុន្តែភាសាជាអ្នកស្រីបន្លំធ្វើជាអ្នកដទៃខ្ញុំបន្លំធ្វើអ្នកដទៃបើខ្ញុំទិញយកសាលានេះខ្ញុំបញ្ឈប់អ្នកគ្រូមុនគេហើយបញ្ឈប់អ្នកគ្រូជីនឹងគិតដល់ណានឹងមកឈិនស៊ីឈីដូចជាហួសហេតុពេកហើយហួសហេតុតាសៀគឺជាប្រទេសឲ្យតម្លៃគ្រូណាស់គ្រូបង្រៀនជាអាជីពល្អពិសិដ្ឋប៉ុន្តែបើមានក្រុមដង្កេតដែលស៊ីសំណុកសុកប៉ាន់ដូចអ្នកគ្រូជាភាពអាម៉ាស់របស់អាជីពជាគ្រូបង្រៀនខ្ញុំធ្វើឲ្យអាម៉ាស់គ្រូបង្រៀនណាល្អអ្នកស្រីខ្លាំងឈិនស៊ីឈីក៏អ្នកស្រីខ្ញុំបង្រៀនមិនកាត់ទេស្អែកអ្នកស្រីធ្វើបែបបាត់ឈប់រៀនទៅអ្នកគ្រូស្អែកដូចជាយូរពេកហើយភាពយូរអ្វីមិនអាចរងចាំដល់ស្អែកទេដូច្នេះឥឡូវធ្វើបែបបាត់ឲ្យខ្ញុំតែម្ដងទេពុកឯងចាំនៅខាងក្រៅឯងចូលមកធ្វើអីពួកកូនតន្សាយអស់នោះអន់ពេកមិនចង់លេងជាមួយពួកគេទេថ្នឹមលើមិនត្រង់ថ្នឹមក្រោមវាមានឪពុកម្ដាយពួកកែដៀលគេបែបនេះគ្រូមិនអាចបង្រៀនសិស្សឲ្យល្អបានទេហើយពួកគាត់មិនអីទេតែមិនបានថាខ្ញុំគ្មានស្លាប់ធម៌សេឈីកុំប្រកាន់ពួកគេអីបើឯងមិនជួយចាត់គេចាំអាទូរស័ព្ទទៅលោកនាយកឲ្យបញ្ឈប់គេឲ្យលោកនាយកបញ្ឈប់ខ្ញុំបានតាខ្ញុំចង់ដឹងថាអ្នកស្រីឲ្យលោកនាយកបញ្ឈប់ខ្ញុំយ៉ាងម៉េចលោកនាយកជួយរកខុសត្រូវឲ្យខ្ញុំផងឪពុកម្ដាយសិស្សឈិនស៊ីឈីប្រមាថខ្ញុំដល់ក្នុងថ្នាក់ខ្ញុំទូរស័ព្ទរួចហើយប្រជុំចាប់គាត់មកដល់ចាំមើលអ្នកស្រីឲ្យលោកនាយកបញ្ឈប់ខ្ញុំរបៀបម៉េចអ្នកគ្រូជាម្នាក់នេះដូចជំនិឈួនអញ្ចឹងខឹងព្រោះតែស្រីឈួតម្នាក់នាំមកខូចសុខភាពទីមែនហើយអ្នកគ្រូជាមនុស្សរបស់លោកវាងចិត្តមកដល់ហើយស្រីឈួតម្នាក់នេះលែងបានយល់សពទាំងថ្ងៃទៀតហើយត្រូវហើយស្រីស្អាតលោកប្រធានលីផ្ញើសារមកខ្ញុំគាត់មកដល់ទ្វារសាលាហើយខ្ញុំទោះឱកាសឲ្យនាងម្ដងទៀតគាត់ប្តីនាងចោលយប់នេះមកកំដៅខ្ញុំមកយប់ធានាថ្ងៃក្រោយនាងហូបឆ្កាញ់ដេកស្រួលជាមិនខានទេអញក៏ធាត់និយាយអីសេឈីមនុស្សធន់ណាស់ឯងកំចេញមកចាំមើលម៉ាក់តែកំភ្លៀងវាយ៉ាងម៉េចយ៉ាស្រីឈួតនេះមិនក៏ហ៊ានតែកំភ្លៀងគេយ៉ាងម៉េចបែបចង់ត្រូវដែរហើយនឹងអើយស្រីចង្រៃទុកមុខឲ្យហើយនឹងមកយកទៀតអេសេឈីឯងលេងមិនដឹងធន់ស្រាលទុកឲ្យពុកវិញអូយដៃពុកក៏មិនស្រាលជាងខ្ញុំដែរទុកអត់ចុះហំហើយលោកប្រធានលីឈឺទេយ៉ាងមិនទៅហើយលោកប្រធានហើយគីឡូប្រមាណ130ចង្រៃយោគីឡូ130ចង់សកត់យើងឲ្យស្លាប់មែនទេហើយថាតែមើលឈឺទេយ៉ាគឺព្រោះតែពួកគេនឹងហើយណាខ្ញុំចង់ទេគឺព្រោះគេនោះពួកគេហ៊ានយកសម្ព័ន្ធត្រកូលសុងមកលេងសើចណោះព្រោះតែប្រដៅពួកគេចេញហើយខ្ញុំចង់ដឹងទៅមើលអ្នកណាលេបប្រមាថខ្លាឃុំហ៊ានប្រាយឈ្មោះនាយិកាសុងបោកប្រាស់គេនៅទីនេះគូនាងណែខ្ញុំដាស់ទឿនលោកឯងម្ដងទៀតកុំប៉ះពាល់នាងឯងថយចេញបន្តិចទៀតចាំទៅលឹកស្បែកជើងយើងឲ្យហើយគូនាងនឹងឈួតម្នាក់នេះហើយមិនត្រឹមតែឲ្យខ្ញុំគេបន្លំធ្វើជាអគ្គនាយិកាសុងទៀតលេឈួតមិនខ្វល់ថានាងជាណាទីនាងឆាប់បាយមុខមកនាងមានរឿងហើយ
អូយលោកនាយកលីយ៉ាងម៉េចនឹងអោក៏បានម្លេះយើងមិននឹងហ៎អាមិននឹងអមិនបានច្រឡុកទុនចង់អស់ទៅហើយនឹងអត់ទេអមិនបានទុនអស់អញ្ចឹងអើយចង់ឯងយោអូថយចេញឲ្យឆ្ងាយពីយើងទៅអូអត់ទេនាយកលីពួកគេជាជនបោកប្រាស់ទេហើយបានលុកលុតជង្គង់ចង់ឯងមែនចេះតែខ្ញុំបាយអញអត់ទេមើលតែគេដូចជាមិនសូវឆ្លាតបើវាយឲ្យឈួតក្រុមហ៊ុនត្រូវចេញថ្លៃព្យាបាលឲ្យគេអូបាទនេះជាការសុំទទួលបញ្ជានេះជាការសុំអត់ទេនេះជាការសុំអីលោកប្រធានលីឈួតទេដឹងគេជំនុំបោកប្រាស់ទេគេប្រឡំខ្លួនទេគឺជាស្រីឈួតណោះនេះជាការសុំវាយឈួតតាមដងទៅខ្ញុំធានាចេញថ្លៃព្យាបាលមិនប៉ះពាល់ប្រាក់របស់ក្រុមហ៊ុនទេបានហើយឈប់ឲ្យទេអញ្ចឹងស្រ័យផងអ្នកគ្រូជាធម្មតាគឺខ្ញុំមិនឆេវឆាវទេប៉ុន្តែមកពាក់កថននេះវាឆេវឆាវចំពោះទោះបីលោកមានហេតុផលបែបណាត្រូវចេញពីបន្ទប់រៀនជាមួយស្រីឈួតម្នាក់នេះប្រាប់ហើយថាកុំប្រមាថចំពោះថោកទីបលោកហ៊ានតែខ្ញុំហីខ្ញុំតែនឹងតើវិញយ៉ាងម៉េចទោះបែកនាយកសាលានេះមកក៏ខ្ញុំនៅតែតែដដែលនឹងអ្នកណាចង់តែនាយកសាលាលោកវាងគឺគេឲ្យនៅស្រីឈួតនេះរួមគ្នាធ្វើបាបខ្ញុំអ្នកគ្រូប្រមាណដងហើយពេលនៅសាលាត្រូវធ្វើតាមឋានានុក្រមណាដឹងទេនាយកវាងគឺស្រីឈួតម្នាក់នេះធ្វើបាបខ្ញុំវាអាក្រក់ឲ្យប្តឹងគេមុនទៀតខ្ញុំធ្វើបាបអ្នកគ្រូយ៉ាងម៉េចអ្នកស្រីខាងនេះមានរឿងអីហើយបានជាមានរឿងជាមួយអ្នកគ្រូគាត់ក្នុងនាមជាគ្រូទទួលសំណូកសុកប៉ាន់ក្នុងសាលារៀននិយាយផ្ដាស់គឺជាការបរិច្ចាគមិនមែនសុកប៉ាន់ទេស្រីឈួតម្នាក់នេះមានឈាមព្រោះដាក់ខ្ញុំលោកខាងនេះមានវាយគ្រូនៅមុខនាយកសាលាក្នុងភ្នែកលោកលែងមានច្បាប់ហើយមែនទេសំមុខហើយប្រាប់ហើយតើថាកុំប្រមាថចំប្រមាថតើវាយ៉ាងម៉េចលោកដឹងទេអំបញ្ញមិញសម្ព័ន្ធត្រកូលសុងលេខ1នៅចាំងតុងទើបតែទិញយកសាលាយើងលោកវាយមនុស្សរបស់យើងមានន័យថាធ្វើសត្រូវជាមួយត្រកូលសុងហើយចុះលោកដឹងថាម្នាក់នេះគឺជាអ្នកណាដែរទេទោះបីជាប្រាស់អិនក៏គ្មានសិទ្ធិដែរគេជាអគ្គនាយិកាសម្ព័ន្ធត្រកូលសុងឈ្មោះសុងអ៊ីយើងលោកប្រធានលីមិនអាចទេឲ្យឆាប់ប្រាប់ខ្ញុំមកមិនពុតទេវាងហ្វូគុយចាប់ពីថ្ងៃនេះទៅសម្ព័ន្ធត្រកូលសុងលុបចោលកិច្ចសន្យារកស៊ីជាមួយនឹងក្រុមហ៊ុនលោកហើយអូទេលោកប្រធានលីនៅក្រុមហ៊ុនខ្ញុំទាំងលើទាំងក្រោមបានហូបដោយសារតែសម្ព័ន្ធត្រកូលសុងលោកកំធួនចង់ដាក់ពួកខ្ញុំអីលោកប្រធានលីនាយាមលោកប្រធានលីអគ្គនាយិកាសុងលោកប្រធានលីនាយិកាសុងកំធួនយ៉ាងអីលោកប្រធានលីហើយលោកប្រធានមិនក៏មិនឆាប់ប្រាប់ខ្ញុំលោកទុកឱកាសឲ្យខ្ញុំនិយាយដែរទេឲ្យតែខ្ញុំចង់និយាយអីលោកចេញមកកាត់ភ្លាមហើយនាយិកាសុំឲ្យខ្ញុំសុំទោសណាសុំទោសអត់ទេខ្ញុំមិនជឿទេគេមិនអាចជានាយិកាសុំបើនាយិកាសុំសុំអីទៅលុយ1លានគាត់ប្រកាន់ខ្ញុំប្រកាន់ច្រើនខុសហើយខ្ញុំមិនមែនប្រកាន់រឿងលុយទេតែប្រកាន់អេរិយាមាយាទរបស់គ្រូពាក្យចាស់លោកពោលថាដាំឈើ10ឆ្នាំដាំមនុស្ស100ឆ្នាំក្មេងជាអនាគតប្រទេសជាតិជាទំពាំងស្នងឫស្សីខ្ញុំមិនអនុញ្ញាតឲ្យអ្នកបណ្ដុះទំពាំងជាមនុស្សពុករលួយទេនាយិកាសុំសុំទោសខ្ញុំខុសហើយទុកឱកាសឲ្យខ្ញុំម្ដងបានទេអធិស្ឋានគ្មានឱកាសទៀតទេអ្នកគ្រូជាសាលាបញ្ឈុំអ្នកគ្រូហើយម៉ាក់ស្អាតមិញនេះពិតជាលយណាស់សំជាអ្នកមានអំណាចអត់ទេនៅអំជាងអញឆ្ងាញ់ណាស់ហើយយយបផាក្នុងសាលាយើងតើសុងអ៊ីយោហើយបផាក្នុងសាលាយើងតើសុងអ៊ីយោស្គាល់គ្នាមែនទេស្គាល់មិត្តរួមថ្នាក់មហាវិទ្យាល័យជាប្រធានសួស្ដីអ៊ីយោខានជួបគ្នា3ឆ្នាំហើយមិនហើយបានជួបគ្នាសោះថ្ងៃនេះចៃដនជួបគ្នាតែម្ដងតោះមិត្តភ័ក្ដិយើងកំពុងជួបគ្នាខ្ញុំមិនតែទេខានជួបច្រើនឆ្នាំហើយសតតែជាមិត្តចាស់មានអ្នកក្រៅមកពីណាមកនាងមិនចង់ទៅទេណាគេជាប្តីរបស់ខ្ញុំឈិនស៊ីឡូហើយខានជួបគ្នា3ឆ្នាំមានប្តីបាត់ទៅហើយអញ្ចឹងរត់ត្រូវជួបខ្ញុំអត់ទៅទេពួកខ្ញុំមានការរវល់មែនម៉ាក់ស្អាតជួបមិត្តភក្តិមើលទៅសប្បាយណាស់ខ្ញុំចង់ទៅសៀវឈីចង់ទៅល្អអញ្ចឹងទៅយើងម្នាក់នេះគឺកូនស្រីខ្ញុំសៀវឈីបើខានជួបគ្នា3ឆ្នាំមានកូនធំប៉ុណ្នេះហើយមិនសមទេមានអីណាតោះហេមិត្តទាំងអស់គ្នាមើលណាគេមកអាយ៉ូសុងអ៊ីយើងបផាប្រចាំសាលាខានជួបគ្នា3ឆ្នាំហើយនិយាយទៅចៃដន្យណាស់ខ្ញុំចេញទៅទូរស័ព្ទនៅខាងក្រៅស្រាប់តែបានជួបបផាប្រចាំសាលាយើងពីរអ្នកនឹងណាគេខាងនេះប្តីខ្ញុំឈិនស៊ីឡូនេះកូនស្រីខ្ញុំសៀវឈីប្តីកូនស្រីក្មេងម្នាក់នេះមើលទៅ7-8ឆ្នាំហើយកាលតាំងពីអង្ការហ្នឹងមិនមែនម៉ាក់ស្អាតខ្ញុំបង្កើតទេមានបញ្ហាអីដែរហើយមិនស្មានថាបផាប្រចាំសាលាយើងចេះធ្វើអញ្ចឹងដឹងជាបានតួឯកមកពីណាទេមើលទៅដូចជាក្រណាស់អ្នកមិនដឹងស្មានតាអ្នកយកបោកតើមែនទេ
មនុស្សប្រុសធ្លាប់លែងលះមានកូនជាប់ខ្លួនកោតតលៀបរួចរស់និយមបុប្ផាសាលាយើងប្លែកមែនទែន យើងធ្លាប់ជាមិត្តភក្តិនិយាយស្ដីគោរពសិទ្ធិគេផង អាយ៉ាស្អុយខ្លាំងណាស់ខ្ញុំស្មានថាទីនេះជាបង្គន់តាមិនស្មានថាមាត់អ្នកខ្លាំងនិយាយចេញមកលីមួកនាងតូចថាឲ្យអ្នកណាគេអ្នកណាមានខ្លួនអ្នកនឹងយកតែតាមមើលបែបចង់ត្រូវហើយចង់វាយគ្នាចូលមក អណែកូនចរិតអញ្ចឹងមិនចាប់បដៅទេអី ចាំងសៀវលីក៏គ្មានអ្នកបដៅដែរបើគ្មានអ្នកណាបដៅដូចគ្នាមានតែវាយគ្នាមើលអ្នកណាចាញ់អ្នកនឹងសយ ល្អបើកូនគ្មានអ្នកណាបដៅអញ្ចឹងខ្ញុំជួយបដៅឲ្យចុះចូលមកសុំវល់មកបដៅខ្ញុំមកចូលមកសុំវល់មកបដៅខ្ញុំមកនាងឯង ប្រចាំបានហើយសត្វតែចមិតភ័ក្រកំឆ្លោះគ្នានន់តបៃបាក់ទេ ខ្ញុំយល់ដល់មុខប្រធានថ្នាក់ថ្ងៃនេះលើកលែងពួកអញចុះអ្នកណាលើកលែងអញអ្នកណាបែងចែកឲ្យច្បាស់បើកុំតែមានគេខត់ខ្ញុំវាយខ្លាំងជាងក្បាលជ្រូកហើយនាងល្អិតឆ្លើយ ហើយមនុស្សធំទៅប្រកាន់ក្មេងធ្វើអីហ៎ អ្នកប្រុសចៅមិនជួយនិយាយគ្នាសូមឲ្យកូនក្មេងកញ្ចង់ធ្វើបាបខ្ញុំ បុប្ផាប្រចាំសាលាគ្រប់គ្នាមកតែម្នាក់ឯងទេមានតែនាងទេពិសេសជាងគេក៏ញ៉ាំបាយមកទាំងក្រុមតែម្ដង គ្រូសាខ្ញុំ3នាក់ចេញមកដើរលេងប្រធានថ្នាក់ជួបខ្ញុំដល់ចៃដន្យតែខ្ញុំឆេងចូលមកញ៉ាំបាយជាមួយគ្នាដើម្បីឲ្យស្គាល់គ្នាតែប៉ុណ្ណោះ ដើម្បីឲ្យស្គាល់គ្នាដឹងថាមិត្តភក្តិពួកយើងឥឡូវមានឋានៈអ្វីខ្លះទេអ្នកខ្លាំងអ្នកបន្តមរតកគ្រួសារអ្នកខ្លះគ្រប់គ្រងសហគ្រាសលំដាប់ខ្ពស់អញនាំប្រុសចាស់មកមានទាំងទេពធីតាតូចធ្វើឲ្យអាប់អន់កិត្តិយសកម្មវិធីយើងណា បុប្ផាប្រចាំសាលាយើងឥឡូវជាអគ្គនាយិកាសម្ព័ន្ធត្រកូលសុងប្រយ័ត្នផង ទោះអញ្ចឹងតែយ៉ាងម៉េចយ៉ាងណាមិនគួរនាំអ្នកជួយកាន់កាបូបអន់មកចូលរួមកម្មវិធីមិត្តភក្តិ អគ្គនាយិកាសម្ព័ន្ធត្រកូលសុងហ៎អស់ចាប់ប៉ុណ្ណាតើឯងយប់នេះគឺឈី មិនខុសទេទេពធីតាឌឺស៊ឺជាអគ្គនាយិកាឈិងស៊ឺគ្រប់ប្រចាំសឹងជីងឈិងស៊ឺគ្រប់ក្រុមហ៊ុនលំដាប់សេដ្ឋីនៅមុខទេពធីតាស៊ឺស៊ឺអគ្គនាយិកាបុប្ផាប្រចាំសាលាស្អីអស់សំណាញ់ខ្លាំងណាស់ ប្រធានថ្នាក់ទេពធីតាស៊ឺមកដល់បើឃើញកម្មវិធីជួបជុំមិត្តភក្តិមានអ្នកយកកាបូបចូលរួមដែរនោះថាតើមើលគេគិតយ៉ាងម៉េច ត្រូវហើយថ្ងៃនេះការជួបជុំមិត្តភក្តិសុទ្ធតែអ្នកទទួលបានការអប់រំខ្ពស់ឃើញកន្ធាយស្រែនេះមើលមកដឹងថាក្រថាមិនត្រូវមិនបានរៀនមហាវិទ្យាល័យផងក៏ថាបានណោះស្រីសំអីបាត់មាត់ដល់ស្អីតែប្រយ័ត្នខ្ញុំហាកកាជះមាត់ ស៊ី ណា ស៊ីកុំប្រកាន់មនុស្សបែបហ្នឹងនិយាយមិនខុសទេខ្ញុំមិនបានរៀននៅមហាវិទ្យាល័យទេថាម៉េចមិនអាចចូលសាកលវិទ្យាល័យទេមើលទៅដូចជាមានអំណួតណាស់ខ្ញុំគ្មានអំណួតអីទេខ្ញុំគ្រាន់យល់ថាគុណធម៌ខ្ពស់ទៀតមិនពាក់ព័ន្ធជាមួយនឹងរៀនបានច្រើនប៉ុណ្ណានោះទេប៉ុន្តែថ្ងៃនេះឃើញអ្នកទាំងអស់គ្នាខ្ញុំគិតថាគ្មានអីអស្ចារ្យនោះទេគេដើរកំពុងជេរខ្ញុំហើយនេះ មិនខុសទេអ្នកប្រុសចៅគេជាអ្នកប្រុសថាគ្មានគុណធម៌ណា ចង្រៃយោជាអ្នកណាគ្មានគុណធម៌ ប្រាប់ហើយថាជេរលោកអញនឹងនៅសួរអីទៀតខកក្បាលជ្រូកទេអី នាងល្អិតនាងចង់ងាប់ហើយមែនទេហ៎ បងខ្ញុំអាចចាត់ការក្បាលជ្រូកនេះបានទេ បានទេកូនក្មេងគឺត្រូវមានសុជីវធម៌ប៉ុន្តែបើគេវាយមុនអាចតតដៃវិញបានតកូលឈិននេះលោកគិតថាខ្ញុំមិនហ៊ានវាយគេមែនទេសូមអធិស្ឋានកូនរបស់ខ្ញុំដល់អ្វីគឺត្រូវតបវិញនិយាយមិនស្ដាប់សោះតែបើលោកយល់ថាមិនស្រួលក្នុងចិត្តទេលោកអាចវាយគេបាន ត្រូវហើយឆាប់ឲ្យខ្ញុំមកខ្ញុំដូចជារបស់ស្បែកគ្មានអ្នកជួយអេង ហឺយថ្ងៃនេះយើងត្រូវចាប់ដៅនឹងទុយអញចេញម្ដងបានហើយស៊ឺជិនមកដល់ហើយកុំឆ្លុះផ្កាយគ្នាទៀតកូលឈិនខ្ញុំប្រាប់លោកណាកុំយល់ថាអាងសុងអ៊ីយើការពារឯងលោកអាចនិយាយអ្វីបញ្ឈឺគេតាមចិត្តនោះខ្ញុំប្រាប់ទៅចោះប្រឡងនៅចាំងតង់នេះត្រូវមានប្រវត្តិនិងសមត្ថភាពណា ក្បាលជ្រូកស្អីទៅប្រវត្តិនិងសមត្ថភាពឆាប់និយាយមកមើល នាងល្អិតបើនិយាយទៅខ្លាចតែនាងភ័យទេយើងជាមនុស្សក្រុមធានឡុងបងធំយើងជាគួកចាងឡុងជាស្ដេចត្រាញ់នៅក្រុងជាងសម្ព័ន្ធថកោសុងនៅក្នុងផ្នែកគាត់ស្មើនឹងផោមតែប៉ុណ្ណោះទេចង់សម្រាប់ពួកឯងពេលណាក៏បានដែរ អាយយតាមពិតគ្រាន់តែជាអ្នកមកក្បាលហ្នឹង យ៉ាងម៉េចខ្លាចហើយមែនទេហ៎ មែនហើយខ្ញុំខ្លាចណាស់ខ្ញុំទាត់តែមួយជើងវាហោះបាន10000យោជមិនដឹងថាពេលនេះវាជិះឡានមកវិញហើយនៅទេ ហឺនិយាយប្រេះប្រាស់ស្អីនឹងគួកចាងឡុងជាបងធំរបស់យើងណាតែតិចគាត់មកដល់យើងនឹងឲ្យពួកឯងវិចបង្វិចទៅវិញ មិនតន់លើកមកហូបមកផងឲ្យវិចស្អីទៅវិញ នាងល្អិតចំច្រមុតរឹងមែនបន្តិចទៀតនាងត្រូវតែយំម្ដងហើយ អាយយពូកែដល់ហើយ បើដឹងថាបកែល្អហើយនិយាយស្ដីត្រូវចេះគ្រប់ចាស់ទុំនៅក្នុងសង្គមយើងមានវិធីច្រើនណាស់ដើម្បីឲ្យពួកឯងស្លាប់ វិធីសាស្ត្រស្អីខ្លះបញ្ចេញមកបើមិនគ្រប់រាប់រយគិតយ៉ាងម៉េចវិញ នាងច្រមុះបែបចង់ភ្លក់រសជាតិមែនតែនហើយទេពធីតាស៊ឺមកដល់ហើយស៊ឺខានជប់គ្នាមួយឆ្នាំនាងកាន់តែស្អាតជាងមុនទៅទៀត ប្រកាសហើយមនុស្សអាយុសកលគ្នាមើលបុប្ផាប្រចាំសាលាពីមុនទៅនឹងមុខទេពធីតាស៊ឺយើងដឹងមានអីអួតទៀតទេ អំបញ្ញមិញនិយាយគ្នាពីរឿងអីដូចសប្បាយចិត្តណាស់
សឺអញមិនដឹងទេអីបុប្ផាប្រចាំសាលារកបានប្តីជាអ្នកយូកបោបធ្លាប់ពូម៉ៃមានកូនស្រីម្នាក់គួរឲ្យចង់សាច់ខ្លាំងណាស់ តាមពិតបុប្ផាប្រចាំសាលាស៊ីមិនចេះរើសឲ្យតែឃ្លានមនុស្សបែបណាក៏បានដែរ ម្នាក់នេះក៏ជាមិត្តរួមថ្នាក់អូនដែរមែនទេ ឈេងសឺគឺជាអ្នកស្រុកនៃចាំងតុងបងធំគេគឺឈេងយិនចឹងវាមានស្ដេច អូអញ្ចឹងទេឈិងយានចឹងសម្លឹងខ្ពស់ឈិងជឿអ៊ីគ្មានអ្វីទាំងអស់ឈិងស៊ឺប្រើច្រមុះមើលមនុស្សដូចគេថាបងយ៉ាងម៉េចប្អូនអញ្ចឹងដោយសារការអប់រំក្នុងគ្រួសារបងប្អូនមួយដំណោះទៅមួយដំណោះកូឈិននិយាយស្អីណាដឹងថាស៊ឺជាអ្នកណាដែរទេឈិនស៊ីលើថ្ងៃនេះឲ្យលោកចូលរួមកម្មវិធីជួបជុំមិត្តភ័ក្តិបានជួបទេពធីតាស៊ឺជាសំណាងរបស់លោក18ជាតិហើយ និយាយត្រូវរកមនុស្សប្រុសគួរតែរកដោយអ្នកប្រុសចៅមកមួនមានទំនួលខុសត្រូវមានរឿងអីមិនខ្លាចគ្រាន់តែឃើញសាច់ដុំខ្ជុំឡើងស្រក់ទឹកមាត់ទៅហើយ ណាសេឈិនឃើញហើយនៅបើដូចខ្ញុំវាយបដៅអាប្រុសម្នាក់នោះទើបសំជាចរិតមនុស្សប្រុសមើលទៅលោកមួយជីវិតនេះប្រហែលជាមិនយល់នោះទេ គ្រាន់តែបង្ហាញសមត្ថភាពប៉ុណ្ណឹងដល់ខ្លួនឯងអស់ចាស់ខ្លាំងណាស់វាមិនដឹងស្មានថាជំងឺប៉ប៉ែឈួតរើឡើងផង នាងល្អិតចង់ងាប់ហើយមើលទៅបងធំគឺវានឹងហើយគឺវាវាយខ្ញុំអាចង្រៃអាល្អិតឯងចង់ក្អេងក្អាងសំបីតែប្អូនបងខ្លាក៏ហ៊ានវាយដែរមកយើងបដៅវាចេញម្ដងទៅកុំឲ្យវាក្អេងក្អាងតទៅទៀតពួកឯងចង់ធ្វើអី ឈប់ឲ្យទៅឈប់ឲ្យទៅបានហើយឈប់ឲ្យទៅហើយបានហើយអ្នកប្រុសចៅឈប់ឲ្យទៅបានហើយអ្នកប្រុសចៅយ៉ាងម៉េចហើយអត់អីទេអាយ៉ាលេងដៃធ្ងន់គ្រាន់បើមនុស្សរស់ចងោវាយឡើងខ្លាចជាក្បាលជ្រូក នាងល្អិតថាបិទមកទៅអូយបងឯងបងធំខ្ញុំគឺគួរចាំងឡុងខ្ញុំទើបសាប់ប្រាប់គាត់បងច្បាស់ជាមិនរួចខ្លួនទេភ័យ បងធំគឺពួកវាវាយខ្ញុំបងរកយុទ្ធធម៌ខ្ញុំផងអាបងក្អែកសុទ្ធតែជាបងប្អូនខ្លួនឯងយល់ដល់មុខយើងដោះលែងគេទៅវាមានស្ដេចនេះរត់ចេញពីចាំងចង់ហើយគិតតែខ្លួនឯងជាស្ដេចត្រាញ់ទៀតមែនទេឯងមានតម្លៃស្អីបានជាសើសុំយើងហ៎ចង់ឲ្យយើងទុកមុខឯងផងមិនអាចនោះទេបងធំគេវាយបងខ្ញុំហើយគេមិនចាត់ការវាអើចង្រៃមួយថ្ងៃមិនធ្វើការអីទេដឹងតែបង្ករឿងហើយយ៉ាងនាងល្អិតដល់ពេលនេះហើយនៅសើចចំអកយើងទៀតនេះមកក្បាលការពីលើកមុនមើលទៅប្រាកម្លាំងខ្សែពេកបានជាត្រឡប់មកវិញលឿនម្លេះហើយយ៉ាងនាងល្អិតមិនបានជានិយាយជាមួយបងធំបែបហ្នឹងបងធំគឺវាជាខ្ញុំណាបងវាយខ្ញុំធ្វើអីអាចង្រៃឲ្យយើងស្មាប់ឯងមែនទេគេជំនុំមិនសូវឆ្លាតផងកុំវាយគេឈួតអីអូលោកអប់រំបានល្អបងធំមិនបានជានិយាយគ្រប់វាម្លេះខួរក្បាលរបស់បងអត់អីទេវាគឺឈិនស៊ីឡូវវាជំនួសចោលមកសៀតចាំស្រីចិញ្ចឹមតែប៉ុណ្ណោះទេណាបិទមាត់ទៅគឺថាអាប្អូនរបស់ខ្ញុំនេះវាមិនយល់សាច់ការទេឲ្យខ្ញុំសុំទោសផងណាលោកអាចជួយខ្ញុំបន្តិចបានទេមានអីពាក់ព័ន្ធជាមួយខ្ញុំមិនមែនខ្ញុំជាអ្នកវាយផងហ្នឹងមនុស្សចោលមកសៀតនៅតែចោលមកសៀតទោះយ៉ាងណាក៏ប្រាការអីមិនបាន អូនស្រីរបស់វាមានស្ដេចនាគមិននិយាយអីផងរឿងអីដល់ខ្ញុំលោកដៃនោះ មែនហើយមនុស្សប្រុសដែលចាំស្រីចិញ្ចឹមដូចជាលោកដល់ពេលមានរឿងបានត្រឹមតែពន្ធពីក្រោយមនុស្សស្រីប៉ុណ្ណោះ មិនបាញ់និយាយអត់ប្រយោជន៍ជាមួយគេទេមិនមែនជាមនុស្សឋានៈដូចគ្នាដេញចាញ់តែម្ដងទៅកុំឲ្យទៅភ្នែកទេពធីតាស៊ឺយើងអេមិនបាច់ទេឲ្យពួកគេនៅទេគ្រាន់ស្ដាប់ពួកយើងនិយាយគ្នាលេងមិនយូរទេពួកគេគុំតែបានស្ដាប់លេងចូលហើយបងចូលល្អយើងទៅវិញទៅតោះយើងអេកុំអានទៅចង់ដឹងក្នុងមាត់ឆ្កែអាចដោះចេញនៅភ្លុកដំរីទេនាងល្អិតចង់ស្លាប់មែនទេអ្នកណាចូលមកពួកនាងទាំងពីរថ្ងៃនេះត្រូវទៅជាមួយយើងមានរឿងអីបញ្ហាសន្តិសុខនៅចាំងតុងហេតុអីបានជាអន់យ៉ាងនេះទេពតាស៊ឺកុំរំអីចាំខ្ញុំជាអ្នកចាត់ចែងឯងជាអ្នកណាដឹងថាយើងជាអ្នកណាដែរទេហ៎មានមកឯងខាងនៅទីនេះផងយើងមិនខ្វល់ថាជាអ្នកណាទេត្រីម្នាក់នេះប៉ះពាល់ដល់បងធំយើងថ្ងៃនេះយើងត្រូវទៅអូននាងទៅសុំទោសចង់ងាប់ហើយចាំតែមើលទៅទេពតាស៊ឺអធិស្ឋានផងណាលោកពូកែពេកហើយយ៉ាងហោចណាស់ពូកែជាមនុស្សសម្រាមចាំតែស្រីចិញ្ចឹមមានរឿងអីបន្តិចបន្តួចពួនពីក្រោយខ្នងស្រីតែមិនខ្វល់ថាលោកជាអ្នកណា
បងប្រុសខ្ញុំឆេងយានចឹងជាម្ចាស់វិមានស្ដេចនេះកន្លែងនេះមិត្តភ័ក្តិមហាវិទ្យាល័យជួបជុំគ្នាលោករំខានពួកយើងឥឡូវឆាប់លុបជង្គង់គោរពសុំទោសខ្ញុំអាចឲ្យលោកត្រឡប់ទៅវិញបានស្រួល វាមានស្ដេចនេះត្រូវគេដេញចេញពីចាំងតង់ហើយនាងនៅធ្វើខ្លាំងទៀតមែនទេបងធំទុកឲ្យខ្ញុំបដៅវាមុនថ្នមដៃបន្តិចផងណាប្រយ័ត្នធ្វើខូចស្បែកនាងណាវើយស្រីស្អាតសម្រស់បានយ៉ាងនេះយប់នឹងបញ្ជូនទៅបន្ទប់យើងណាដើម្បីយើងបានស្រួលខ្លួនបន្តិចណាដឹងទេបានបងអូយស្រីស្អាតជាវិជាគុណទៀតណូកាន់តែធ្វើឲ្យយើងពេញចិត្តហើយ ចង់ងាប់ទេ ក្រអូបមែនទេន អាចង្រៃយើងនឹងចិញ្ច្រាំឯងឲ្យម៉ត់ ហើយអូនស្រីចង់ចិញ្ច្រាំបងឲ្យម៉ត់ផងអីមកយកខ្សែមកឲ្យយើងឲ្យឆាប់ឡើងមកយើងចង់នាងនាំទៅបន្ទប់របស់យើងយប់នេះទុកឲ្យយើងបដៅនាងតែផ្ទាល់ដៃ អាចង្រៃហ៊ានប៉ះពាល់យើងឯងស្លាប់ទាំងពូជអាចង្រៃហ៊ានប៉ះពាល់យើងឯងត្រូវស្លាប់ទាំងពូជ កូនចៅយើងរាប់លានអ្នកចាំត្រង់លើក្រែចាំឲ្យយើងស្លាប់ទាំងពូជក៏មិនអីដែរ ប្រធានថ្នាក់មិនកំព្រមនិយាយអីចឹងស៊ឺត្រូវអាចចង្រៃនោះធ្វើបាបហើយថ្ងៃនេះទុកថាពួកឯងសំណាងយើងនៅមានការធ្វើទៀតមានពេលរវល់ជាមួយនឹងពួកឯងទេកុំអីម្នាក់នឹងឈឺខ្លួនមិនខានទេ បងសិតតែជាមិត្តរួមថ្នាក់យកល្អជួយពួកគេទេ ម៉ាក់ស្អាតខ្ញុំចាំតែបញ្ជាម៉ាក់ទេ កំដៃខ្ញុំពេក ដឹងហើយឈប់សិន ហើយនាងចំមកមិនតផ្ដាច់ក្លិនទៅអស់ទេកុំចេះចេញមុខជួយគេ និយាយអាក្រក់ស្ដាប់មែនខ្ញុំនឹងវាយអញឲ្យជ្រុលថ្មិញពេញដែរ អាយ៉ានាងល្អិតចង់ងាប់ហើយមែនទេ កុំចេះតែសួរគេថាចង់ងាប់មិនចង់ងាប់ហេតុអីមិនចេះបដោះសំណួរសោះ សម្រាប់មួយក្មេងល្អិតនេះចោលទៅ ពុកម្ដងនេះទុកឲ្យខ្ញុំ ស៊ឺឈីពុកពិតជាប្រមាថបដៅឯងមែនកូនឈិនកុំបង្ករឿងទៀតឆាប់បិទមាត់របស់ឯងទៅ ចប់ហើយលើកនេះនាងល្អិតនេះចង់ពួកយើងស្លាប់ហើយចប់ហើយនាងល្អិតនេះចង់ឲ្យពួកយើងស្លាប់ហើយ នៅផ្លឹកអីទៀតលេះវាចោលទៅនាងល្អិតគ្រាន់បើ ដល់វេនអញហើយ មីច្រមុះយើងដឹងថានាងឯងខ្លាំងថ្ងៃនេះប៉ះពាល់មនុស្សមិនគួរប៉ះពាល់យើងជាជើងខ្លាំងទី1នៅទាំងតុងណាដឹងទេ ជើងខ្លាំងទី1នៃទាំងតុងមានន័យថាម៉េចឥឡូវខ្ញុំដាក់ឈ្មោះអញជើងខ្លាំងទី1នៃចក្រវាឡពួកឯងមិនក៏មិនថយចេញ អីទៅអើយអូយទៅអើយ គិតមិនទៅកុំចូលមកកុំចូលប៉ុននេះក្រែងថាចង់វាយខ្ញុំណាហេអត់ទេឥឡូវខ្ញុំទៅឱកាសឲ្យម្ដង ក្មេងនេះចូលចិត្តលេងសើចជាមួយពូណាស់ណទោះយ៉ាងណាក៏ពូនឹងម៉ាក់ឯងជាមិត្តរួមថ្នាក់នឹងគ្នាដែរ ត្រូវហើយអញក៏បំភ័យមីងអីមីងមាត់ស្អុយតាំងពីតូចមកមីងតែកំភ្លៀងខ្លួនឯងបាត់ទេអត់សប្បាយសោះពីអ្នកនឹងអន់ពេក បានហើយសេឈីល្ងាចណាស់ហើយពួកយើងទៅវិញ ឈប់សិន ចាំមិនទៀត ឯងជាក្មេងអច្ឆរិយៈដែលសម្លាប់បងទី2របស់ខ្ញុំ ក្មេងអច្ឆរិយៈអេឈ្មោះអត់ពីរសោះខ្ញុំជាទេពធីតា សិ សេ តជាឯង ឈី មានសម្លាប់បងទី2ខ្ញុំបដូរជាមួយអញហើយ បងទេពីនាងសាអាក្រក់ច្រើនកាន់ពេលខ្លួនគេទេខ្ញុំខំជួយនាងចង់យកទោសសងកូនណា បងខ្ញុំចរិតយ៉ាងម៉េចនាងគ្រាន់តែជាកូនក្មេងកុំចង់បញ្ជាគេធ្វើការ បងខ្ញុំអាចបញ្ជូនគេទៅឆ្ងាយបានទេ ជូនគេទៅផ្ទះបានប៉ុន្តែកុំលេងដៃធ្ងន់ពេកណា ទេពធីតាចង្វាត់ទេពធីតាតូចលេងខ្ញុំ ឈប់ឡោះឡាទៀតទៅខ្ញុំជូនទៅផ្ទះវិញ ជន់ទៅផ្ទះស្អី កណ្ដាប់ដៃគ្មានស្រមាល់ មាន
អ្នកណាទៅផ្នែកខ្ញុំទៀតទេ ហើយជិះរងតូចហើយឯងជាមហាទេពធីតាហើយបើអ្នកណាហ៊ានទៅភ្នែកទៀតគួរចាំងឡងខ្ញុំជំទាស់មុនគេហើយក ុំនិយាយយកល្អថ្ងៃក្រោយត្រូវការខ្លួនធ្វើមនុស្សល្អវិញណាដឹងទេបើឲ្យខ្ញុំដឹងនៅតែសាងអាក្រក់ទៀតលោកអញត្រូវតែស្លាប់ អូយបាទដឹងហើយមិនសាងអាក្រក់ទៀតទេណល់សន្យា ល្អទៅដល់ឥឡូវហើយ ទៅណា តែផ្ទះខ្ញុំជួបឪពុកម្ដាយក្មេកបង ជួបឪពុកម្ដាយក្មេកហ្នឹងបងតបានត្រៀមអីផងហ្នឹង ញាប់ផ្អើលធ្វើឲ្យពួកគាត់ញាប់ផ្អើល អេអូនមើលឈុតនេះយ៉ាងម៉េចដែរ បានតែសង្ហាន់ណាលេងឈុតធំតែម្ដងចូលល្អសំសិនតា សមឲ្យសមយ៉ាងម៉េច សំពេលចូលទៅជួបឪពុកម្ដាយក្មេកគូនិយាយថាម៉េចហ្នឹងណា អូយរឿងនេះមិនបាច់ទេ អាយ៉ាឲ្យឆាប់ឡើងលើឆាក1នាទីក្រោមឆាកហាត់10ឆ្នាំដល់ពេលនោះខ្ញុំមិនចង់ឃើញពុកអាម៉ាស់មុខទេបានតែឥឡូវឆាប់សមសិនទេ បាន សួស្ដីខ្ញុំឈ្មោះឈិនស៊ីឡូវត្រេកអរណាស់ដែលបានជួបពូ ត្រេកអរប៉ុណ្ណា គឺត្រេកអរខ្លាំង អញ្ចឹងត្រេកអរលឿនពេកហើយមួយល្បាត់5លានចេញពីកូនស្រីខ្ញុំ ឲ្យកូនទាំងពីរពូកែកំ ប្លែងណា អីយើម៉ាក់អូនស្រួលដែរទេ កុំបារម្ភម៉ាអូនស្រួលទេស្រួលចុះសម្រងជាស៊ីឈីទីមិនប្រកាសដែរខ្ញុំឃើញម្ដាយក្មេងក្នុងរឿងភាគគ្មានមួយណាល្អទេ អូបើអញ្ចឹងសមទៀតទេ មិនបាច់សមទៀតទេបងជាប្រុសមិនខ្លាចទាំងគ្រោះមហន្តរាយផងឬអីត្រូវខ្លាចម្ដាយក្មេង បើមានជំរឿបងសុកចិត្តទទួលគ្រោះហន្តរាយម្ដងទៀត បងកុំបារម្ភអីមានខ្ញុំគ្រប់គ្រងពីក្រោយហើយតើតា មកជុលមួយហើយពិតជាអកុសលក្នុងគ្រួសារអីយ៉ាងនេះមិនដឹងជាត្រូវឆ្នាំស្អីទេសំបីប្រុសចាស់ធ្លាប់លែងលះមានកូនក៏ព្រមយកធ្វើឲ្យមុខមាត់គ្រួសារសងយើងនឹងអាម៉ាស់ខ្លាំងបំផុតហើយ គ្រួសារសងនេះនៅទឹកដីជាងតុងជាគ្រួសារអភិជនខ្ពស់មុខខ្ពស់មាត់អគ្គនាយិការៀបការជាមួយប្រុសចាស់ធ្លាប់លែងលះមានកូនបើសិនជាគេដឹងមិនដឹងថានិយាយដើមគ្រួសារយើងយ៉ាងម៉េចទេ បានហើយកុំនិយាយច្រើនបែបចិត្តមកដល់ហើយមើលទៅណាមីងលពូកុំបារម្ភមានខ្ញុំនៅទីនេះហើយខ្ញុំមិនឲ្យអីយើរៀបការជាមួយនឹងប្រុសចាស់នោះជាដាច់ខាត ប្រុសចាស់ធ្លាប់លែងលះមានកូនមិនអាចប្រៀបអ្នកប្រុសគូបានទៅអ្នកប្រុសគូបណ្ឌិតមកពីក្រៅប្រទេសកម្រិតវប្បធម៌បើនៅចាំងតុងនេះរកអ្នកទី2មិនបានទេ អូណាមីងសរសើរពេកហើយការអប់រំគ្រាន់តែជាទ្រឹស្ដីខ្ញុំជឿថាពូណាមីងឲ្យខ្ញុំលើសមត្ថភាពជាក់ស្ដែងខ្ញុំនៅពេលខ្លាយជាប្តីរបស់អីយើខ្ញុំនឹងជួយធ្វើឲ្យសម្ព័ន្ធត្រកូលសុងកាន់តែរីកចម្រើនឆ្ពោះទៅអាស៊ីឆ្ពោះទៅពិភពលោកទាំងមូលមិនចាញ់គេនោះទេ អេសំជាបណ្ឌិតត្រឡប់មកពីក្រៅប្រទេសមែនការនិយាយស្ដីក៏ពីរូបពិសាដែរណា ល្អលើកប្រុសចាស់ធ្លាប់លែងលះនក់100ដងលក្ខណៈសម្បត្តិរបស់អ្នកប្រុសគូលេចធ្លោតែម្ដងសំនឹងអ៊ីយើណា រឿងនេះគឺត្រូវមើលនៅលើគំនិតរបស់ណាមីងហើយ ល្អមីងក៏សង្ឃឹមថាអ៊ីយើរៀបការជាមួយក្មួយទើបមីងទុកចិត្ត 100% ខ្ញុំមានប្តីរួចហើយអីយើមកអង្គុយទៅចាំម៉ាក់ជួយណែនាំឲ្យបណ្ឌិតមកពីក្រៅប្រទេសលើកនេះធានាថាឯងនឹងពេញចិត្ត ខ្ញុំជួយណែនាំបន្តិចម្នាក់នេះជាប្តីខ្ញុំឆាន់ស៊ីឡេនេះកូនស្រីខ្ញុំសៀវឈី សុំអីយើឯងចង់ឲ្យម៉ាក់ខឹងស្លាប់អី ខ្ញុំធ្លាប់ប្រាប់ប៉ាម៉ាក់ឲ្យខ្ញុំមានដៃគូរៀបការឲ្យតែប៉ាម៉ាក់នៅតែមិនជឿខំរកគូណាត់ឲ្យខ្ញុំទៀតបន្តអ្នកណា អីយើមិនបានជិះនិយាយជាមួយណាមីងបែបនេះនឹងដឹងថានិយាយពាក្យនេះដូចជាគ្មានការអប់រំដែរទេ គូអ៊ីងហ្វីនៅលើទឹកដីតាស៊ីមនុស្សមិនចិនមិនអឺរ៉ុបគិតថាខ្លួនឯងមានវប្បធម៌ខ្ពស់មែនទេ អ្វីផ្សេងមិនហ៊ាននិយាយទេតែប្រសើរជាងប្រុសចាស់ដែលធ្លាប់លែងលះមានកូនខ្ញុំកម្រិតស្តង់ដារខ្ពស់ជាងដាច់ហើយ តាភ្នែក4និយាយស្ដីឲ្យស្រួលបួលមិនចាំបាច់បញ្ឈឺឌឺដងដាក់គេស្អីប្រុសចាស់ធ្លាប់លែងលះមានកូនទៅស្អីជាមួយអ្នកណាដែរ ហើយហើយមិនបានជាគ្មានសុជីវធម៌បែបនេះឃើញទេមកដល់ភ្លាមដាក់រហស្សនាមខ្ញុំភ្លាមពាក្យចាស់ថាខ្ញុំលើវាចខ្ញុំក្រោមមិនត្រង់ទេ និយាយភាសាសត្វអីស្ដាប់មិនយល់ទេជឿថាខ្ញុំវាយជ្រោះវ៉ែនតាអត់ ឡូឡាស្អីស្ដាប់ទៅមិនសមទេ បានហើយប៉ាឯងគាត់ខឹងហើយអង្គុយទៅ អត់ទេអ្នកទាំងអស់គ្នាមានន័យថាម៉េចពួកខ្ញុំគ្នា3នាក់ទៅកន្លែងឲ្យតែមួយអង្គុយយ៉ាងម៉េចទេ ពីដំបូងមកមិនបានអញ្ជើញអ្នកផ្សេងទេគ្មានកន្លែងអង្គុយទៅវិញទៅ អ្នកប្រគូនិយាយត្រូវនេះជាកម្មវិធីសម្រាប់គ្រួសារសងដែលក្រៅគ្មានសិទ្ធិចូលរួមទេសៀវឈីអង្គុយទៅម៉ាក់នៅពុកឯងឈរក៏បានដែរមិនបានត្រូវឈរទីនេះមនុស្សចាស់ច្រើនអ្នកកន្លែងទំនេរច្រើនឲ្យអ្នកបំរើចុះកៅអីពីថែមទៀតមករត់បាត់តា ឯង ហើ ថា យ យកខ្ញុំបានមែនទេគិតថាឯងជាអ្នកណា
ឬឯងជាម្ចាស់នៅទីនេះ តាផ្នែក4ខ្ញុំទ្រាំយូរហើយណាបើនៅតែមាត់ច្រើននិយាយភាសាសត្វទៀតប្រយ័ត្នខ្ញុំហាញ់មាត់ចោលទៅយយក្មេងកូនអ្នកស្រែមិនក៏ឆ្លើយម្លេះបើមិនវាយគេឲ្យជ្រុះវ៉ែនតាក៏ហាច់មាត់គេចោលគ្មានការអប់រំមែនល្អអ្នកឯងមានការអប់រំចេញភ្ញៀវមកបាយតែមិនមានកៅអីឲ្យអង្គុយអញ្ចឹងហ៎ ហើយបាទគ្មានកៅអីឲ្យអង្គុយមែនទេដោយសារតែពួកឯងជាអ្នកក្រៅមើលប៉ុណ្ណឹងក៏មិនដឹងដែរមែនទេ គូអេហ្វីកម្មវិធីគ្រួសារសង្ឃលោកទៅជាអ្នកក្រៅ ណាមីងមើលរកពីអីទៅដល់ពេលនេះហើយគេនៅកាន់ជើងអ្នកក្រៅទៀត អីយើម្ដាយឪពុកចិញ្ចឹមឯងដល់ធំមិនមែនងាយទេមិនក៏មិនស្ដាប់អង្គរ ខ្ញុំស្ដាប់បញ្ចូលទេបើពេញចិត្តគូអេហ្វីមករៀបការខ្លួនឯងទេយ៉ាងណាខ្ញុំពេញចិត្តតែឈិនស៊ីលើប៉ុណ្ណោះ ឯងចង់ឲ្យម៉ាក់ខឹងស្លាប់ហើយ បំណងខ្ញុំមានតែប៉ុណ្ណឹងបើអ្នកណាទទួលយកមិនបានទេខ្ញុំក៏គ្មានជំរឿនផ្សេងបានហើយឈប់ប្រកែកគ្នាទៅម៉ាក់ស្អាតអង្គុយត្រង់នេះទៅតាផ្នែក4ឆាប់ក្រោកឡើង រឿងអីខ្ញុំត្រូវក្រោក លោកជាអ្នកក្រៅចូលរួមកម្មវិធីគេធ្វើអី ខ្ញុំនាងច្មក់នាងគិតមើលឲ្យច្បាស់ទៅអាយ៉ាមីចង្រៃហ៊ានធាក់កៅអីយើងផង ខ្ញុំធាក់កៅអីវាយ៉ាងម៉េចសំអីរាជនីនគរដំឡុងក៏ខ្លាំងជាងលោកដែរចឹងទៅ អូយក្មេងចង្រៃចាំតែមើលទៅ បុកអង្គុយចុះតាមកអុកលុកហ្នឹងនិយាយតាចេញឲ្យខ្លួនឯងឬចាំឲ្យខ្ញុំធាក់ចេញសូវយើមើលចុះឯងនាំមនុស្សប្រភេទណាចូលផ្ទះបើណែតែនិយាយទៀតធាក់ឥឡូវហ្នឹងហើយអ្នកណាចង់ចេញក្រៅទៀតតាមមើលបែបអស់ហើយអញ្ចឹងខ្ញុំនិយាយសាច់ការបុកខ្ញុំចង់រៀបការជាមួយអ្នកម៉ាក់ស្អាតគ្រួសារសងនេះអ្នកណាចំទាស់អ្នកណាយល់ស្រប នាងតូយ៉ាខ្ញុំធ្លាប់ឮឈ្មោះនាងតូចនាងពូកែវៃប៉ុន្តែអារឿងរៀបការនេះសំខាន់បំផុតគ្រួសារលំដាប់ប្រហែលគ្នាទោះនាងពូកែវៃប៉ុណ្ណាក៏មិនអាចបង្ខំគេការបានដែរ បុកខ្ញុំស្រឡាញ់ម៉ាក់ស្អាតក៏ស្រឡាញ់បុកខ្ញុំពួកគាត់ស្រឡាញ់គ្នាទៅវិញទៅមករឿងអីមិនឲ្យរៀបការជាមួយគ្នា គ្រួសារសងយើងជាគ្រួសារជាន់ខ្ពស់អីយើងជាកូនទូលក្នុងគ្រួសាររឿងមង្គលការត្រូវទុកឲ្យឪពុកម្ដាយអ្នកសម្រេចមិនអាចឲ្យអ្នកណាអាកាត់បានឡើយលើកលែងតែឪពុកម្ដាយស្លាប់ពុំនោះទេកុំចេះលូកដៃ បាននិយាយអញ្ចឹងឲ្យតែអ្នកទាំងពីរស្លាប់បុកខ្ញុំអាចរៀបការជាមួយម៉ាក់ស្អាតបានហើយមែនទេ សុឈីកុំបង្ករឿង ឯងចង់ធ្វើអី ពីមុនពេលឈិញចឹងជើចាប់អ្នកទាំងពីរចង់តាមប៉ាត់មិនចង់ទុកឲ្យអ្នកទាំងពីររស់ទេគឺខ្ញុំជួយអ្នកទាំងពីរដូច្នេះខ្ញុំក៏ជាអ្នកមានគុណដែរ រឿងនេះ ពាក្យចាស់ថាគុណគេជួយជីវិតដោយឪពុកម្ដាយទី2ខ្ញុំជួយជីវិតអ្នកទាំងពីរគ្រាន់តែទាមទារសគុណបន្តិចមិនហួសហេតុពេកទេ ឯងចង់ទីសគុណអី អ្នកទាំងពីរជាឪពុកម្ដាយម៉ាក់ស្អាតខ្ញុំជាអ្នកមានគុណទី2ម៉ាក់ស្អាតខ្ញុំមិនចំទាស់គំនិតអ្នកទាំងពីរក៏មិនត្រូវចំទាស់នឹងគំនិតខ្ញុំដែរ ឯងនិយាយទ្រឹស្ដីឈួតស្អីប៉ាវាក្មេងតូចនេះឆ្លៀវវៃណាស់ខ្ញុំនិយាយមិនឈ្នះទេឯងជួយនិយាយប្រមាថម៉ាត់ទៅ អារឿងសមហេតុផលវាសមហេតុផលហើយតែខ្ញុំយល់ថាដូចមានខុសឆ្គងកន្លែងណា ឯងជួយពួកយើងទាំងពីរជាការពិតឯងចង់បានលុយប្រមាណឯងហាមាត់មកចោះ ខ្ញុំមិនត្រូវការលុយទេខ្ញុំត្រូវការតែម៉ាក់ស្អាត លុយនេះ5លានឲ្យឪពុកឯងចេញពីកូនស្រីខ្ញុំទៅបានទេ5លានតិចពេកបើប៉ាត់ជាចង់ប្រើលុយដោះស្រាយខ្ញុំត្រូវស៊ូជាមួយអ្នកទាំងពីរមើលសិន ស៊ូយ៉ាងម៉េច
ខ្ញុំជួយជីវិតអ្នកទាំងពីរពុកខ្ញុំជួយជីវិតកូនស្រីអ្នកទាំងពីរបាននិយាយតើខ្ញុំនិងពុកខ្ញុំជួយជីវិតគ្រួសារអ្នកទាំងពីរបើចង់យកតម្លៃមកដល់គ្នាអ្នកទាំងពីរគួរប្រកល់សម្ព័ន្ធត្រកូលសុងមកឲ្យខ្ញុំ ហា សាក់កាត់មើលបើខ្ញុំមិនជួយអ្នកទាំងពីរគឺស្លាប់បាត់បើពុកខ្ញុំមិនជួយកូនស្រីអ្នកទាំងពីរកូនស្រីក៏ស្លាប់បាត់ដែរអញ្ចឹងគ្រួសារសុងមិនត្រូវស្លាប់អស់ហើយដល់ពេលនោះទ្រព្យសម្បត្តិធ្លាក់ក្នុងដៃអ្នកផ្សេងដូច្នេះហើយពួកខ្ញុំទាយកសម្ព័ន្ធត្រកូលសុងដូចជាមិនហួសហេតុពេកទេ ហេតុផលនេះពិតជាត្រឹមត្រូវតែខ្ញុំដូចជាយល់ថាខុសត្រង់ណា គិតតែមើលឥឡូវមានជំរឿពីរនៅចំពោះមកនេះទាំងពីរទី1ប្រកល់សម្ព័ន្ធត្រកូលសុងឲ្យខ្ញុំទី2លើកូនស្រីអ្នកទាំងពីរកាងឲ្យពុកខ្ញុំ ការកូនស្រី